បាទ depression ហ្នឹងគឺថាយើងមានអារម្មណ៍ធុញថប់បាទធុញថប់ខ្លាំងហើយមួយទៀតគឺអឺមួយទៀតហៅ trauma ហ្នឹងមនុស្សច្រើនតែស្លន់ស្លោតក់ស្លុតនៅពេលដែលជួបព្រឹត្តិការណ៍អីមួយហ្នឹងគឺប្រភេទបងប្អូនដែលកម្រិតនេះគឺត្រូវការឲ្យគាត់ហ្វឹកហាត់សមាធិហ្នឹងគឺកម្រិតមួយដែលកម្រិតមានគ្រូជួយបច្ចេកទេសច្បាស់លាស់តែម្ដងបើសិននៅកម្រិតបងប្អូនគាត់គិតថាខ្ញុំចង់ដឹងបច្ចេកទេសខ្លះដើម្បីយកទៅអប់រំចិត្តពេលដែលកំពុងតែរកស៊ីធ្វើការហ្នឹងពេលខ្លះឲ្យចេះទប់អារម្មណ៍គ្រប់គ្រងអារម្មណ៍គ្រប់គ្រងសតិឲ្យបានល្អអត់អីទេហ្នឹងយើងអាចជួបមួយជំនួបពីរជំនួបទៅធ្វើបានហើយណាហើយសម្រាប់បងប្អូនដែលមានដូចខ្ញុំនិយាយថាមានភាពតានតឹងមានភាពធុញថប់ហើយនឹងច្រើនតែអ្នកខ្លះមានហើយជំងឺបាក់ស្បាឬក៏តក់ស្លុតហ្នឹងតើតើគាត់វឹកហាត់នៅក្នុងកម្រិតមួយបានអាចទៅព្យាបាលផ្នែកហ្នឹងបានព្រោះត្រូវការពេលណាហើយយើងក៏មានបទពិសោធន៍ក្នុងការជួយបងប្អូនប្រភេទហ្នឹងច្រើនដែរមកហើយហើយជាសារមួយជម្រាបជូនទៅដែរអញ្ចឹងការបដិបត្តិហ្នឹងមានកម្រិតបែបហ្នឹងឯងណាមានអ្នកដែលគាត់ចង់បដិបត្តិហ្នឹងហើយនឹងមានបងប្អូនដែលគាត់មានបញ្ហាសុខភាពអីផ្សេងៗហ្នឹងក៏ត្រូវការហើយសមាធិយើងនេះគឺតាមបទពិសោធន៍ដែលឃើញមកគឺអត្ថប្រយោជន៍គុណប្រយោជន៍នឹងច្រើនតែមែនទែនអញ្ចឹងបានតាមបទពិសោធន៍ឃើញថាអស់លោកអ្នកដែលធ្លាប់គឺប្រកេះឈឺក្បាលរ៉ាំរ៉ៃដោយសារតែការគិតច្រើនបានជាសះស្បើយចំនួន2នាក់ហ្នឹងគឺថាល្អប្រសើរមែនទែនដែលធ្លាប់តែគាត់ដោយសារឈឺក្បាលវាកើតឡើង stress និង depression ហ្នឹងកើតឡើងអញ្ចឹងវាតាមតឹងខ្លាំងអញ្ចឹងគឺធ្វើឲ្យផលនឹងបានច្រើនហើយមួយទៀតគឺការកែប្រែអត្តចរិតហើយនឹងរបៀបប្រព្រឹត្តរបស់មនុស្សហ្នឹងគឺបានគេថា360ដឺក្រេហ្មងគឺថាប្លែកណាអឺហើយមានបទពិសោធន៍ច្រើនទៀតដូចជាអ្នកដែលគាត់ត្រៀមនឹងលេបថ្នាំមានបទពិសោធន៍ចំនួន2នាក់បាទគាត់ត្រៀមនឹងលេបថ្នាំផ្សៃប្រសាទដើម្បីសម្រួលឲ្យការគេងលក់ឲ្យនេះគាត់បានសម្រេចចិត្តថាមកជួបលោកគ្រូសិនដើម្បីជជែកហើយក៏ជជែកទៅគាត់បានធូរស្បើយទៅគាត់ជួបប្រហែលបានតែ3ជំនួបទេបាទម្នាក់នោះគាត់បាន3ជំនួបទៅគាត់គិតថាដូចចេះទីពឹងខ្លួនឯងបានបាទហើយក្នុងនោះមានដុកទ័រម្នាក់ហើយនឹងមានអ្នកវិនិយោគិនម្នាក់ដែរហើយម្នាក់ទៀតគាត់ប្រុងលេបថ្នាំដែរតែដល់ពេលឲ្យគាត់បានល្អទៅគាត់រហូតដល់អង្គុយបាន1ម៉ោងជាងធ្វើសេចក្តីសុខរបស់គាត់នឹងកើតឡើងអញ្ចឹងឃើញថាអត្ថប្រយោជន៍នៃការជួយនឹងបានច្រើនពិសេសក្នុងកលៈទេសៈនៃសេដ្ឋកិច្ចដែលមានភាពប្រែប្រួលអញ្ចឹងត្រូវការឲ្យមានការគ្រប់គ្រងអារម្មណ៍នៅក្នុងកម្រិតសមាធិបើសិនជាកម្រិតធម្មតាពិបាកក្នុងការគ្រប់គ្រងដែរបាទសូមអរគុណខ្ញុំជួយបន្ថែមប៉ុណ្ណឹងចា៎បាទអរគុណលោកគ្រូចម្រើនដែលលើកចំណុចសំខាន់អំពីផលជះដល់អ្នកដែលប្រតិបត្តិសមាធិជាការពិតដោយសារខ្ញុំក៏បានអនុវត្តការបដិបត្តិសមាធិដែរអាចជួយជំងឺបានមួយផ្នែកបាទជំងឺដែលយើងតែងជួបហើយរាំងនៅក្នុងការរីកចម្រើនរបស់យើងណាដូចជាជំងឺងុយងក់បាទខ្ជិលច្រអូសរាងកាយយើងស្ពឹកសពុនអីណាបងប្អូនធ្វើសមាធិទៅគឺអារម្មណ៍ស្រស់ស្រាយអឺមិនបាទមិនខ្ជិលច្រអូសឬក៏មិនងុយងក់ប្រមាណទេបាទនៅពេលដែលយើងសមាធិហើយគឺកាត់បន្ថយចំណុចទាំងអស់នឹងបានច្រើនអញ្ចឹងទាំងអស់នេះគឺជាអឺមេរៀនដ៏ល្អសម្រាប់អស់លោកដែលមិនទាន់បានសិក្សាឬក៏បដិបត្តិសមាធិបងប្អូនអនុវត្តទៅនឹងដឹងជាពិសេសគឺយើងមានគ្រូដោយលោកគ្រូចម្រើនមានប្រសាសន៍មិញយើងសិក្សាដោយមានគ្រូប្រៀបបីដូចជាអ្នកដែលដឹកដៃយើងបាទដឹកដៃយើងចង្អុលបង្ហាញផ្លូវជាត្រីវិស័យបាទជាត្រីវិស័យទៅតាមធម៌វិន័យដែលមានហើយគ្រាន់តែគ្រូចង្អុលបង្ហាញឲ្យយើងដើរតាមផ្លូវដ៏ត្រូវហើយយើងទៅខ្លួនឯងក្រែងលោវាពិបាកហើយវាឆ្កងមិនសូវត្រូវផ្លូវ
វានាំឲ្យយើងខាតពេលអញ្ចឹងបើយើងមានគ្រូតែម្ដងយើងមានទំនុកចិត្តហើយប្រកាសខ្លួនឯងថាយើងទៅនឹងត្រូវហើយបាទសមាធិហ្នឹងគឺបាទសមាធិហើយអញ្ចឹងគឺយើងមិនមានរង្គេះចិត្តបាទអញ្ចឹងជាបន្តទៀតគ្រូដោយសារយើងដល់ម៉ោង8:35នាទីហើយអញ្ចឹងគឺសូមចូលទៅសិក្សានៅក្នុងបាទថ្ងៃនេះគឺយើងរៀនតកតងជាមួយនឹងគឺអឺធម្មបទប្រែបាទតែយើងមិនបានយកសាច់រឿងទាំងអស់យកមកលម្អិតហើយក៏រៀនអឺគ្រប់សាច់រឿងនៅក្នុងគាថាធម្មបទប្រែដែរដោយសារយើងត្រូវសិក្សានៅក្នុងបត្រៃបិដកផងសិក្សានៅក្នុងគម្ពីរវិសុទ្ធិមគ្គផងដូច្នេះគ្រាន់តែយើងរៀនចំណុចសំខាន់ជាគីអឺជាគាថាដែលព្រះពុទ្ធព្រះអង្គសម្ដែងប្រពបុគ្គលណានៅតំបន់ណាបាទដែលជាតួអង្គសំខាន់នោះហើយបងប្អូនចង់ស្វែងយល់រឿងនឹងកាន់តែច្បាស់គឺទៅសិក្សាបន្ថែមអញ្ចឹងការរៀននេះគ្រាន់តែជាការជាគ្រោងមួយតែសម្រាប់បងប្អូនងាយក្នុងការសិក្សាបន្ថែមទេมันបានលម្អិតសេចក្តីរឿងនីមួយៗទេដោយសារយើងចង់ឲ្យរៀនហ្នឹងគឺបានច្រើនបានលឿនដែរបើយើងបាត់មួយនោះគឺនៅក្នុងសាច់រឿងគឺវែងបាទដើម្បីបានជាអារម្មណ៍នៃកម្មដ្ឋានខ្ញុំគិតថាយើងរៀននៅជារាវៈសិនក៏បានដែរព្រោះជារាវៈហ្នឹងមានរឿងដែលក្នុងកម្មដ្ឋានច្រើនហើយអាចជួយឲ្យបងប្អូនយើងអាចជំនួយនៅក្នុងការចែករំលែកទៅបន្តបានក្នុងជារាវៈណាបាទយើងរៀនឆ្លាស់ណាយើងរៀនឆ្លាស់បាទដូចជារាវៈតនេះជារាវៈទី10ជារាវៈអញ្ចឹងនៅក្នុងជារាវៈគឺវគ្គទី11នៅក្នុងគម្ពីរធម្មបទបាទគម្ពីរធម្មបទកាប់ពិតទៅគឺជាកម្មវិធីសិក្សារបស់ពុទ្ធកៈបឋមសិក្សាដូចជាលោកគ្រូក៏ដូចជាខ្ញុំគ្រូសម្បូរជាដើមបានសិក្សានៅក្នុងធម្មបទប្រែនេះគឺយើងសិក្សានៅក្នុងពុទ្ធកៈបឋមសិក្សាគឺបាលីសុទ្ធទេយើងប្រែពីបាលីមកជាភាសាខ្មែរបាទឥឡូវនេះគឺបងប្អូនហាក់បីដូចជាមានឱកាសល្អដែរយើងអាចរៀនជាភាសាខេមរៈភាសាខ្មែរយើងតែម្ដងហើយមានសាច់រឿងល្អការយើងរៀន3ឆ្នាំបងប្អូនបាទ8កពី3ឆ្នាំហ្នឹងនៅក្នុងអឺពុទ្ធកៈបឋមសិក្សាអញ្ចឹងនៅក្នុងសាច់រឿងទី1នេះគឺតកតងនឹងជារាវៈបាទនៅក្នុងជារាវៈគឺសាច់រឿងទី1គឺនាងវិសាខាសហាយិកាអញ្ចឹងសូមបងប្អូនមិត្តព្រះធម៌ណាដែលមានសទ្ធាចូលរួមអានបាទមិនចង់ចុចឈ្មោះចង់ឲ្យបងប្អូនយើងចូលរួមដោយសមនស្សរីករាយបាទមានទេបាទតែរឿងនៅក្នុងរឿងនាងវិសាខាសហាយិកាហើយបើមានសាច់រឿងអានហើយបងប្អូនបានស្វែងយល់ខ្លះអាចសម្រាយសេចក្តីហ្នឹងបន្ថែមបាទចំណុចសំខាន់គ្រូសម្បូរតើទូបានបាទចូលរួមមុនគេមកណាតបមកចាំគ្រូភីបន្ទាប់ព្រះបរមសាស្តាទ្រង់ប្រារព្ធពួកស្ត្រីដែលជាសម្លាញ់របស់នាងវិសាខាមហាបាសិកាពួកស្ត្រីទាំងនោះជាអ្នកចូលចិត្តផឹកស្រាពួកស្វាមីរបស់ស្ត្រីទាំងនោះបានប្រគល់ឲ្យទៅនាងវិសាខាជួយអប់រំទូលមានព្រានប្រដៅថ្ងៃមួយនាងវិសាខាបាននាំពួកស្ត្រីទាំងនោះទៅគាល់ព្រះសាស្តាដើម្បីស្ដាប់ព្រះធម៌ទេសនាពួកនាងទាំងអស់នោះនាំយកដបស្រាទៅផឹកក្នុងវត្តផងដែរតែមិនឲ្យនាងវិសាខាដឹងទេលុះផឹកស្រាហើយក៏ស្រវឹងដើរត្រិតត្រូតងោកងក់ចង់ច្រៀងរាំលេងសើចសប្បាយក្អាកក្អាយនៅទីចំពោះព្រះភ័ក្ត្រនៃព្រះសាស្តាព្រះសាស្តាទ្រង់ព្រះពិចារណាថារឿងនេះជាអ្វីទៅណោព្រោះបដិហាងងឹតឈឹងឲ្យពួកគួរឲ្យភ័យខ្លាច
ខ្លាំងណាស់ពួកស្ត្រីទាំងនោះបានឃើញនៅបដិហារបស់ព្រះអង្គហើយក៏ផិតភ័យខ្លាចចំពោះចំពោះសេចក្តីស្លាប់យ៉ាងក្រៃលែងរហូតដល់ស្វាងស្រាទាំងអស់គ្នាក្នុងគ្នានោះឯងព្រះបរមសាស្តាទ្រង់សម្ដែងធម្មីកថាប្រកាសទោសនៃសេចក្តីប្រមាថហើយទ្រង់ត្រាស់នៅព្រះគាថានេះថាកោនុសាហោតិមានន្ទូនិច្ចាំងបច្ចលិតោសតិអនអន្តការេនៈអោណដ្ឋោបតិបង្កអ្នកកវេសថៈកាលបើលោកសន្និវាសត្រូវភ្លើងរាគៈជាដើមឆេះទ្រលូមជានិច្ចម្ដេចក៏សោយទៅបានម្ដេចក៏ត្រេកអរទៅបានពួកអ្នកទាំងឡាយត្រូវសេចក្តីងងឹតគឺអវិជ្ជារូបរត់ហើយម្ដេចឡើយក៏មិនស្វែងរកប្រទីបគឺប្រាជ្ញាដែលសម្រាប់កំចាត់បងនៅអវិជ្ជានោះចេញអរគុណច្រើនមិនមានអីចូលរួមទេលោកគ្រូណាដែលអាចចូលរួមបានតើតើនឹងនៃសេចក្តីនៅក្នុងនេះបាទអញ្ជើញចូលរួមតែម្ដងបាទចង់ឲ្យបងប្អូនយើងចូលរួមដើម្បីធម្មសប្បាយទាំងអស់គ្នាព្រោះខ្លឹមសារនៅខាងនេះគឺនៃសេចក្តីល្អជ្រាលជ្រៅដូចជាពុទ្ធដីកាព្រះអង្គសម្ដែងហើយនៅក្នុងសាច់រឿងនេះវាតកតងនឹងជីវិតប្រចាំថ្ងៃដោយច្រើនអញ្ចឹងគឺបាទសូមឲ្យលោកគ្រូតែម្ដងទៅប្រហែលជាមិនសូវមានបងប្អូនណាស្ម័គ្រចិត្តជាអារម្មណ៍ក្នុងការអប់រំនៅក្នុងព្រះធម៌បាទជាអារម្មណ៍នៅក្នុងកម្មដ្ឋានផងគុណនៃសេចក្តីនេះគឺជ្រាលជ្រៅដែរបាទជើញគ្រូបានគ្រូសំអនអរគុណហ្នឹងហើយអត់អីទេចឹងបងប្អូននឹងចាំបន្តទៅក្នុងរឿងបន្តណាចឹងកន្លែងនេះគឺយើងរំគេសេចក្តីបន្តិចទៅពេលថ្ងៃនោះគឺជាថ្ងៃនៃពិធីអឺវេព្រះវិហារដែលព្រះនាងវិសាខាធ្វើឲ្យហ្នឹងធ្វើបុណ្យធំមួយដើម្បីថ្វាយដល់ព្រះពុទ្ធជាម្ចាស់ប៉ុន្តែចម្លែកអីតែនាងស្ត្រីទាំងឡាយហ្នឹងកំពុងព្រះអង្គសម្ដែងធម៌បែរទៅជាអង្គុយផឹកណាហើយយើងឆ្លោះប្រចាំងពីសង្គមយើងតើមានបែបហ្នឹងអត់យើងឃើញមានជាច្រើនពេលដែលប្រសង់កំពុងតែសម្ដែងធម៌ហ្នឹងក៏មិនបានបង្អោនសេចក្តីគោរពដែរពេលខ្លះណាតាមជនបទក្តីតាមទីក្រុងក្តីហ្នឹងខ្វះសេចក្តីគោរពខ្លះទៅហ្នឹងមិនមែនដោយទាំងអស់ទេអញ្ចឹងហើយការខ្វះនៅសេចក្តីគោរពហ្នឹងវាបានជាទោសមកដែរបើសិនមានការគោរពហ្នឹងបានជាផលមកដែរដូចជាសត្វជីវ500ដែលជាកូនសិស្សព្រះសារីបុត្រហ្នឹងហើយយើងមើលណាមនុស្សយើងណាហេតុតែអវិជ្ជាបិទបាំងពុទ្ធនៅនឹងមុខហើយអត់មានយកអារម្មណ៍ពុទ្ធនិតិជាអារម្មណ៍ទេអង្គុយផឹកមុខព្រះអង្គទៀតណាយើងនិយាយអីទៅអង្គុយផឹកសត្វលោកយើងអញ្ចឹងសត្វលោកដែលជាប់ដោយអវិជ្ជាហ្នឹងមានបានគិតថារឿងទាំងអស់ហ្នឹងរឿងមិនគួរឯណាយើងគិតថាមានព្រះពុទ្ធអង្គនៅមុខអញ្ចឹងទោះយើងរងហើយមានពធនៅក៏ដោយក៏អបាយមុខវាកើច្រើនអញ្ចឹងហើយដោយមិនមានសេចក្តីគោរពគិតថាព្រះពុទ្ធព្រះអង្គទ្រង់ទូលមានឲ្យវាចាអញ្ចឹងមិនបានវាចាអញ្ចឹងក្នុងរឿងនេះគឺព្រះអង្គបានបណ្ដាលឲ្យមេឃងងឹតសូនសុងទៅក៏ស្ត្រីហ្នឹងដែលកំពុងតែស្រវឹងហ្នឹងបែរទៅជាស្លន់ស្លោកភ័យតក់ស្លុតទៅក៏រត់រកព្រះអង្គឲ្យជួយបានព្រះអង្គទូលមានហើយបានព្រះអង្គទូលមាននេះដែលព្រះអង្គទ្រង់ទូលមានថាណាបើនៅក្នុងពុទ្ធគាថាដែលព្រះអង្គសម្ដែងហ្នឹងថាកាលបើលោកក៏សន្និវាសត្រូវភ្លើងណា
miền riêng kẹt chuyện đám hay lôm cho nít lương riêng kẹt nó lương nong ca chọp đôi cương sao mong thằng lai nó không chỉ vật nó việc chọp ô rúp rất nát nó không chỉ vật bờ dương mà nè nó ở tại kia nó hay mơ mình đăng tha chỉ riêng kẹt nó cứ chụp lương cái nó cả đợt ở chọp chúng bẹ tư nó không ở rom thằng lai nó cứ thọ mình khơi tha chết tôi thì khơi tha là o là hồ chẳng á đợt đòi phê chẳng vô tha kho đây bọn xâm đại máu cái tới chia cái sò nó pram tha kho nó mình chỉ thua đấy cua tại chia ngày cua tại mình xài cục bị trắng á nó đời sai cái sò nó chân bia ra tới cái mơ mình khơi nhầm phí đầm lấy này thua nè rồi chân tới cứ bọn xâm đại chẳng tha bờ lục và sau này viên này cục pung tại trơ ria kia nè chỉ đam thay chỉnh định chứ mấy có nơi sau nơi trade o sờ bài ban nè hay ai bị chiên rút rất nó dân mượn ai bị chia rút rất nó mơ mình khơi nhá nè nhưng kết tha sẽ cái đây tôi có bao nhiêu mà mẹ nó bị trao nữa nè tôi tăng bị cao mò cao không tây mặt đai nó vừa quê tình yêu nó không tây nó vừa muốn khai đọc thấy mình men nơi không mình men nơi không lục lục dầm đánh theo mình men nơi không ca chu rọt này nè mình men nơi lớp ca chu cái nè mình men nơi không ca ốc bol này nè mình men nơi lớp pu cái nè nơi không pu mà đai pu pin từ đôi liềm mũa hay nâng krưng mình xa tăng lái miền mục ba từ hàng nón ha mấy được cả bao tôi là ha mấy cút quay lứa cả bông cả bao chừng cúng quay lứa liềm mũa ha cha nó bị ngang cầu nữa giờ ôi á mình thầm đã hay từ cho nó việc bọ cho cầm đá đời cần là hà nó việc ôi từ việc tới việc hơi tới việc pray tới việc về tới nè là con ông luôn nè thì mơ mình khơi tha bắt vang những chấn đó hay dừng mơ tiết tha mà đái nè đái chìm nè đái bằng cao cố nè đâu sẽ cái đây rồi lánh nè đăng thật luôn ai nâng tới lon lê rư sầm ra cồn nè việc tới slap mà chỉ vật đăng ta đăng thà anh miền tại trọ pi thế bờ mình slap cứ rùa bờ mình rùa cứ slap bờ anh ai nâng rùa con ai rùa chúng khác đấy cô tham anh nâng slap con ai nâng nâng rùa về số vật đồ chứ chỉ vật đó nè vấn đề đăng thà tới từ slap này ta vấn đề nơi tại to su lẹ bong đầm bay ở ban ăn tiếp cô nâng màu đôi sao mà nay nay thì cái đây sẽ lanh meta nó vừa luôn lúc đó ca chư chạp rồi bỏ sợi trai nó đòi ca xâm ra lắm vì lùm bạn nè của mấy chỉ riêng máu to thay hỏi mình chỉ sưu nè thấy mình để nam mới chui ban nè cao tập luôn này cô không tây nè cái lúc cô tha đôi chia đầm rấy để cái ô cho nhầm pi khiếp nôm khiếp để kiếp ô có ba tranh máu tiên như máu hay dừng mới có ba tầm rây phần nè hay khuôn tầm rây phần nè ô tranh màu nè việc mình nghe màu thế chẳng dừng mới cho ăn từ kia là bao sợi trai để cho ăn để là từ kia ai xinh để sợi trai trời sầm ra còn nói với mình sưu nè viên lùm ba nè đôi nôm khné để tiếp có ba nhé mình nghe thế và nó đập bên mặt đai nó đôi xịt đây sẽ lanh cô nữa sọc chật lẹ bong nè ấy cái lấy nó về miền tua xịt đây sẽ lanh nó con té ca chư trăm kia vì nó ta to tiền con pi nâng tới con môi con pi đi cho đây xa cái đây sẽ lanh sẽ đau meta nè hay của cho tung nâng tiết ra tung với cho to tiết về lùm ba đôi rương xanh ca chừng trăm thai thu này tơ con này giờ cả sẽ đây sẽ lanh sẽ đây meta sẽ đau nó mọc crop cả của về tiền nâng cả là nâng dân cực ha sẽ cái đây sẽ lanh bỏ mặt đái về nâng miền cổ xó lá miền meta cả là nó chia cổ xó còn đây sẽ cái đây tục bỏ sao đang nơi thì thông thề chẳng đấy còn nơi tại ai bị chia nâng club xong con này pro ấy pro tha nơi tại đa nâng không phơi giờ đây tục á còn chia mình rui nhé tất chân chia mặt đai nằm bấy đó còn nào tại cốn á nâng tục không mua để tục không á hay nơi riêng dương ấy xem tiền tục để tha dương cả lang đội ca chư cả ấy sinh nâng vào miền thua bị charana tại vì mình ấy đây được ọt nó cứ vì lùm bạ nó ca tu miền chặt chẳng đạn
chẳng rương vì sao kha ní cứ bọn tu miên aoចេះដឹងខ្លួនឡើងណាដែលកុំឲ្យប្រព្រឹត្តទៅក្នុងអបាយមុខមានស្រាជាដើមឯដែលព្រះអង្គទូមានណាបាទអញ្ចឹងគឺព្រះអង្គឲ្យដឹងខ្លួនឡើងនៅក្នុងគណៈនៃរាគៈហ្នឹងភ្លើងកំពុងតែឆេះផ្ទះហ្នឹងកំពុងតែឆេះត្រូវធ្វើទានត្រូវធ្វើកុសលផ្សេងៗដើម្បីឲ្យទាន់ពេលកុំឲ្យទ្របហ្នឹងត្រូវបានឆេះនៅក្នុងភ្លើងអញ្ចឹងណាហើយអវិជ្ជារូបរិទ្ធហ្នឹងយើងវាមើលមិនឃើញអាសេចក្តីទុកដែលកើតឡើងហ្នឹងបាទយើងម្នាក់ម្នាក់ហ្នឹងទាល់តែសេចក្តីទុកហ្នឹងវាជោគជាប់មែនតើណាទាល់សេចក្តីទុកដូចថាវាធំធេងវាក្របដណ្ដប់រហូតដល់ទប់លែងបានទៅរកព្រះជួយទៅរកព្រះជួយរកធម៌ហ្នឹងឯងរកធម៌ឲ្យជួយនេះសំណាងល្អបានចេះមករកធម៌បើសិនអត់ចេះរកធម៌ទៀតហ្នឹងវាប្រព្រឹត្តទៅអឺទៅតាមចិត្តដែលជាអកុសលហ្នឹងវាប្រព្រឹត្តទៅរឿងផ្លូវខុសទៅណាបាទហ្នឹងហើយសូមជួយបន្ថែមសេចក្តីប៉ុណ្្នឹងចុះណាគ្រូសំអូនបាទបាទអរគុណច្រើនគ្រូហ្នឹងហើយបាទនៅក្នុងសេចក្តីនេះគឺដោយគ្រូលើកឡើងបញ្ជាក់ន័យបន្ថែមគឺជាសាច់រឿងដែលនាងទាំងអស់នោះជាសម្លាញ់របស់នាងវិសាខាបាទបើយើងគិតទៅគឺសេចក្តីប្រមាថរបស់សត្វលោកគឺសំបីតែកម្មវិធីបុណ្យយើងនិយាយទៅគឺកម្មវិធីបុណ្យឆ្លៀតនិងផឹកគ្រឿងស្រវឹងយើងនិយាយទៅគឺដោយសារតែមនុស្សមិនយល់ដឹងមិនថាសម័យពុទ្ធកាលសម្លាញ់របស់នាងវិសាខាទេយើងឃើញនៅតាមបុណ្យមួយចំនួនគឺក៏មានដែរបាទមានរៀបពិធីបុណ្យទទួលគ្រឿងស្រវឹងហ្នឹងក៏មានបាទម្ចាស់ដើមបុណ្យទទួលគ្រឿងស្រវឹងតែម្ដងអញ្ចឹងគួរឲ្យសោកស្ដាយដែរដោយសារយើងធ្វើបុណ្យតែលាយឡំដោយគ្រឿងស្រវឹងបែបនេះវានាំឲ្យខាតបុណ្យច្រើនវានាំឲ្យមានសេចក្តីប្រមាទដូចក្នុងសាច់រឿងហ្នឹងបាទហើយសូមជូនបងប្អូនយើងដែលចូលរួមនៅក្នុងថ្ងៃនេះឲ្យបងប្អូនដឹងអំពីរបៀបអានគាថាបាទអញ្ចឹងនៅក្នុងនៃសេចក្តីដូចនៅក្នុងគាថាដែលព្រះអង្គទ្រង់ប្រកាសសម្ដែងទោសនៃសេចក្តីប្រមាទនៅក្នុងនេះគឺព្រះអង្គសង្កត់ធ្ងន់ទៅលើសេចក្តីប្រមាទដែលពួកនាងទាំងអស់ហ្នឹងគឺប្រមាទបាទតែធម៌មិនស្ដាប់ផឹកគ្រឿងស្រវឹងព្រិចត្រូតដួលសោយកាក្អាយទាំងដែលដូចជាព្រះអង្គលើកឡើងគាថាថាកោនុហាសោអញ្ចឹងរបៀបអានបាលីបងប្អូនចំណាំទៅគឺនៅក្នុងមួយគាថាហ្នឹងគឺមាន4បាតហើយនៅក្នុងមួយបាតហ្នឹងគឺមាន8ពាក្យបាទមួយបន្ទាត់8 2 ដង 16នេះគេហៅថាកលះគាថាអញ្ចឹងនៅក្នុង4បាតហ្នឹងគេហៅមួយគាថាហើយរបៀបអានគឺគេអានបែបនេះបងប្អូនដើម្បីឲ្យអានទៅពីរសស្ដាប់ហើយទន្ទិញបាលីអីក៏ឆាប់ចាំដែរគេអានថាកោនុហាសោអាហ្នឹងមួយឃ្លាណាកោនុហាសោបាទគេមាននន្តោអាហ្នឹងគឺមកឃ្លាទៀតអញ្ចឹងយើងអានជាប់គ្នាកោនុហាសោគេមាននន្តោទម្លាក់សម្លេងប៉ុណ្ណឹងមកបនិច្ចាំងបច្ចលិតេសតិទេមកឃ្លាទៀតនិច្ចាំងបច្ចលិតេសតិជាប់ទៅគឺអអន្តការេណអោណទ្ធាហ្នឹងឯងចឹងអន្តការេណអោណទ្ធាបតិបង្នកវេសដ្ឋៈបាទអញ្ចឹងយើងអានជាឃ្លាអញ្ចឹងបងប្អូនស្រួលអានភាសាបាលីហើយមិនពិបាកទេហើយងាយចាំហើយដឹងថាប្រមាណអក្សរហ្នឹងគឺ8អក្សរស្មើមួយបាតណាបងប្អូននិយាយបងប្អូនរាប់មើល8អក្សរនេះកោនុហាសោគេមាននន្តោរាប់មើល8ហ្នឹងគេហៅមួយបាតអញ្ចឹងគឺរបៀបអានភាសាបាលីគឺយើងអានបែបហ្នឹងបានស្ដាប់ទៅពីរោះអញ្ចឹងដើម្បីឲ្យបងប្អូនស្វែងយល់ទាំងអស់គ្នាអញ្ចឹងសេចក្តីហ្នឹងល្អណាស់លោកប្រៀបបីដូចលោកប្រៀបថាលោកកសន្តវិនហ្នឹងបើត្រូវភ្លើងគឺរាគៈនឹងកំពុងតែឆាបឆេះបាទដែលឆេះសន្ធោសន្ធៅឆេះជាប់ចនិចត្រឡោមអញ្ចឹងណាដល់ពេលនោះព្រះអង្គសម្ដែងរិទ្ធធ្វើឲ្យល្ងិតបាទអញ្ចឹងនាងនឹងក៏ភ័យរន្ធត់នៅក្នុងជីវិតដែរបាទហើយមកសោយក៏អាយមិនកើតបើភ្លើងកំពុងឆេះរោលរៀលអញ្ចឹងណាតែសោយសមទេនៅសោយសបាយទេបាទការងឹតហ្នឹងគឺអវិជ្ជាមរូបរិទ្ធហ្នឹងណាអញ្ចឹងមិនត្រូវស្វះស្វែងមិនត្រូវស្វែងរកប្រទីបហើយប្រទីបអីគេគឺប្រាជ្ញា
ដើម្បីកំចាត់បងភាពងងឹតហ្នឹងគឺអវិជ្ជាអញ្ចឹងគឺនៃសេចក្តីហ្នឹងគឺលោកចង់បញ្ជាក់បែបហ្នឹងហើយបាទយើងបន្តសាច់រឿងមួយទៀតបាទអញ្ចឹងឲ្យបងប្អូនយើងចូលរួមទាំងអស់គ្នាដើម្បីបានជាបុណ្យនៅក្នុងការចែករំលែកពធធម្មទានបាទរឿងនាងសរិមាលោកគ្រូ បាទ សំ មាន អូន បង លោក ប្ គ្រូ អូន សំអូនចុចកន្លែងខាងស្ដាំដៃឃើញដាក់អក្សរធំហ្នឹងដាក់វាធំទៅស្រួលគាត់មើល អូអ ក្រោ ញ្ ម ចឹងបាទ ធំ តូចពេកគាត់បាទ ក្រោ អា ម នបាទ ចុចធំទៅបាទ បាទបាទធំវារឿងនាង ចុចទៅរឿងសេរីម៉ាវិញមកណា សេរីបាទប៉ុណ្ណេះបែរស្រួលមើលចាស់អញ្ចឹងបងប្អូនណាមានសទ្ធាចូលរួមអានបាទអញ្ជើញបាទ បាទខ្ញុំគូខ្ញុំ បាទបាទអញ្ជើញបាទ បាទមុននឹងអាននាងសិរិមាសូមសួរបន្តិចមិញរឿងនឹងខ្លីតាប៉ុណ្ណឹងឬក៏មាននៅក្នុងសភៅផ្សេងឬក៏អត្ថកថាអីបានវែងជាងហ្នឹងឬក៏តែប៉ុណ្ណឹងគ្រូរឿង មាន រឿងខាងលើមិញ មានវែងគ្រូនៅក្នុង អូខេអូខេ មានរឿងសាច់រឿងនឹងវែងជាច្រើនទៀតនេះក៏នៅចំណុចខ្លីៗដើម្បីជាអារម្មណ៍សម្រាប់បងប្អូនសទ្ធានៅក្នុងសាច់រឿងហ្នឹងទៅមើលរឿងពេញបាទទៅមើលរឿងដែលបរិយាយសេចក្តីយើងមានពឹស្ដាដែរវគ្គមុនយើងរៀនអំពីបំបគាថាពឹស្ដាហ្នឹងវែងបាទមានអត្ថកថាកែខៃទៀតអញ្ចឹងឃើញថាមួយរឿងហ្នឹងយើងតាមមួយថ្ងៃហ្នឹងស្ទើរតែថា ចប់តែមួយរឿងនឹងបាត់ហើយអញ្ចឹងយើងខ្លីៗទៅបងប្អូនយើងចាត់ថ្លាទៅសិក្សាបន្ថែមមកជើញគ្រូ បាទអរគុណគ្រូរឿងនាងសិរិមាព្រះបរមសាស្តាទ្រង់ប្រពនៅនាងសិរិមាដែលជាប្អូនស្រីរបស់គ្រូពេទ្យជីវកៈកោមារពតនាងសិរិមាជាស្រីផ្កាមាសមានរូបសម្បត្តិស្អាតណាស់គួរជាទីស្រឡាញ់ពេញចិត្តនៃបុរសទាំងឡាយបើបុរសណាមួយប្រាថ្នាចង់រួមសេចក្តីសុខក្នុងផ្លូវកាមជាមួយនឹងនាងក្នុងមួយយប់ត្រូវតែឲ្យថ្លៃទៅនាង1000កហបណៈទៅបានសម័យក្រោយមកនាងសិរិមាបានស្ដាប់នៅព្រះធម៌ទេសនារបស់ព្រះសាស្តាហើយក៏បានសម្រេចសោតាបតិផលហើយមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាយ៉ាងក្រៃលែងបានថ្វាយសង្ឃទានដែលព្រះសង្ឃក្នុងមួយថ្ងៃ8រូបស្មើភិក្ខុទាំងឡាយដែលបានទទួលសង្ឃផាត់របស់នាងបានពោលសរសើរនូវគុណសម្បត្តិរបស់នាងថានាងសិរិមាមានរូបសម្បត្តិស្អាតណាស់ហើយថែមទាំងធ្វើចង្ហាន់ក៏ឆ្ងាញ់ទៀតផងសម័យនោះមានភិក្ខុមួយរូបពុំទាន់បានឃើញរូបនាងផងគ្រាន់តែបានឮឈ្មោះប៉ុណ្ណោះក៏កើតសេចក្តីស្នេហាលើនាងយ៉ាងខ្លាំងអន្ទះសារកខ្យល់បន់ឲ្យតែមកដល់វេនរបស់ខ្លួនលុះដល់វេនហើយក៏រីករាយសប្បាយចិត្តឥតឧបមាបានរៀបចំរបស់របរតាំងតែពីព្រលឹមតាំងពីព្រឹកព្រលឹមជួនជាពេលនោះនាងសិរិមាមានជំងឺជាទម្ងន់តាំងតែពីថ្ងៃម្សិលមិញមកម្លេះនាងបានប្រើឲ្យគេធ្វើផាត់តាហាជំនួសខ្លួនហើយឲ្យគេជួយគ្រាននាងទៅដើម្បីថ្វាយបង្គំព្រះភិក្ខុសង្ឃកាលបើភិក្ខុរូបនោះបានឃើញនៅរូបឆោមស្អាតរបស់នាងហើយក៏មានចិត្តរឹតតែស្រឡាញ់ខ្លាំងឡើងលើសដើមទៅទៀតហើយនឹកគិតថាទោះបីជានាងមានជំងឺមិនបានស្អិតស្អាងកាយក៏ដោយ
ក៏នៅតែមានរូបស្រស់ប្រំប្រៃគួរឲ្យស្រឡាញ់ដល់ម្លឹងទៅហើយនៅពេលដែលនាងមិនមានជំងឺហើយបានស្អិតស្អាងរាងកាយសពគ្រប់មិនដឹងជានាងស្អាតយ៉ាងណាទេណលុះដល់ត្រឡប់មកវត្តវិញក៏បិទគ្របបាតចោលហើយចូលទៅក្នុងបន្ទប់សឹងទទួលជ័យពរកើតទុកវិបត្តិស្នេហាលើនាងសិរិមានោះយ៉ាងខ្លាំងទោះបីជាភិក្ខុសង្ឃជួយពន្យល់យ៉ាងណាក៏ដោយក៏លោកមិនព្រមធ្វើតាមតលតែសោះនៅតែសឹងកើតទុកក្នុងរឿងស្នេហានោះឯងនៅពេលល្ងាចថ្ងៃនោះឯងនាងសិរិមាក៏បានធ្វើកាលកិរិយាទៅពួកញាតិមិត្តទាំងឡាយបានយកសពរបស់នាងទៅទុកក្នុងព្រៃស្មសានលុះដល់ថ្ងៃទី4ព្រះសាស្តាទ្រង់បានអនុញ្ញាតឲ្យពួកភិក្ខុសង្ឃទាំងឡាយនិមន្តទៅពិចារណាសាកសពនាងភិក្ខុអ្នកវិបត្តិស្នេហាលើនាងសិរិមានៅតែសឹងរីងរៃកើតទុកអត់ចង្ហាន់រហូតដល់4ថ្ងៃផាត់ដែលនៅបាតកាលពីថ្ងៃមុននោះក៏ផ្អូមជូរដុកផ្សិតពេញទាំងបាតភិក្ខុរូបនោះកាលបើដឹងថាព្រះសាស្តាទ្រង់បានអនុញ្ញាតឲ្យភិក្ខុសង្ឃនិមន្តទៅពិចារណាសពនាងសិរិមាក៏មានចិត្តត្រេកអររីករាយឥតឧបមាប្រញាប់ប្រញាល់ក្រោកឡើងពីក្រែសឹងហើយយកបាយក្នុងបាតដែលផ្អូមទៅចោលបានលាងបាតជូតឲ្យស្អាតហើយនិមន្តទៅជាមួយនឹងព្រះសាស្តាយ៉ាងរហ័សរហួនព្រះសាស្តាស្ដេចអៀងទៅដល់សពនាងសិរិមាហើយទ្រង់សម្ដែងធម្មីកថាហើយត្រាស់នៅព្រះគាថានោះថាបសៈចិត្តកតាំងពំពាំងអរុកាយ៉ាងសមុសិតាំងអាតរាំងពហុសង្កបាំងយុសៈណដ្ឋិធុរាំងធុវាំងបៃតេអថិតេអតិភិបណាមិនទៀងទាត់ថិតថេរអ្នកចូលមើលនៅអតិភិបនោះដែលកុសលាកុសលកម្មធ្វើឲ្យវិចិត្រហើយជាកាយដែលពោពេញទៅដោយដំបៅដែលឆ្អឹង300កំណាត់គុំគ្នាហើយជាអត្តភាពក្តៅក្រហាយកើតទុកច្រើនជាទីរំពឹងត្រេះរិះរបស់ជនច្រើនគ្នា បាទអរគុណច្រើនលោកគ្រូនៅក្នុងស័យរឿងនេះលោកគ្រូមានចំណាប់អារម្មណ៍អីទេបាទតបពីអានហើយមិនដែរ មិនមានទេគ្រូ បាទអញ្ចឹងគឺគ្រូចម្រើនមានអីចង់ចែកជាធម្មទានដល់បងប្អូនយើងដែលកំពុងស្ដាប់នៅក្នុងស័យរឿងនេះតកតងជាមួយនឹងអារម្មណ៍សម្រាប់ពិចារណានៅក្នុងរូបរាងកាយដែលចូលចម្ពាក់ទីបំផុតក៏ត្រូវអស់ទៅសូន្យទៅសពដែលធ្លាប់តែស្រស់ស្អាតធ្លាប់តែមានតម្លៃបែរជាគេយកចោលនៅក្នុងព្រៃស្មសានឲ្យគេមិនយកអញ្ចឹងលោកគ្រូសូមចែកជាធម្មទានខ្លីៗ សាធុលោកសំអននឹងអញ្ចឹងហើយចំពោះសាច់រឿងនេះមានពិស្ដារហើយបងប្អូនធម្មមិត្តយើងដែលត្រូវការទៅមើលរឿងខ្លឹមសារពិស្ដារមើលក្នុងអត្តកថាធម្មបទណានៅកន្លែងយើងមានអត្តកថាធម្មបទហ្នឹង
4ភាគមានបឋមភាគទុតិយភាគតតិយភាគនិងចតុតភាគណាគឺពុស្ដាតែម្ដងក្នុងរឿង8ក្បាលបើយើងគិតជាគម្ពីរធម្មបទណាជាបល័យសុទ្ធប៉ុន្តែពេលចងក្រងនៅក្នុងអត្ថកថាមាន4ភាគគឺបឋមទុតិយតតិយនិងចតុតភាគអញ្ចឹងគឺពុស្ដាក្នុងរឿងនេះគឺមានរឿងដំណាលច្រើនហើយនាងសេរីម៉ាហ្នឹងគឺជាស្ត្រីស្អាតយើងដឹងពីថោមលោមពណ៌របស់គាត់ហ្នឹងហើយរូបដែលស្អាតវិចិត្រហើយអញ្ចឹងការស្ដាប់នេះសូមឲ្យបានស្ដាប់ទៅជាអារម្មណ៍នៃកម្មដ្ឋាននៃការអប់រំចិត្តពេលខ្លះយើងអង្គុយដោយស្ងប់ស្ងាត់អញ្ចឹងទៅស្ដាប់អញ្ចឹងទៅបានជាអារម្មណ៍នៃកម្មដ្ឋានហ្នឹងតែម្ដងហើយក៏ចិត្តនឹងស្លុងទៅណាអញ្ចឹងរូបទាំងអស់ដែលរូបបង្គំមានឆ្អឹង300កំណាត់មានសក់ប្រមាណជា30000រណ្ដៅណាដែល9លានគូ9លាន9លានបាទអញ្ចឹងមានសក់មានរោមអីផ្សេងដែលបណ្ដុំគុំចូលគ្នាមានឆ្អឹង300កំណាត់មានអីផ្សេងហ្នឹងមានសរសៃរុំព័ទ្ធហើយគុំគ្នាដោយអាការៈ32ប្រការស្ថិតនៅក្នុងខ្លួនហ្នឹងគឺសិតតែរឿងដែលយើងមើលមិនឃើញតួលោភៈហ្នឹងវាឲ្យមើលមិនឃើញថាជារបស់មិនស្អាតមើលឃើញថារបស់មិនស្អាតទេដោយសារអំណាចនៃលោភៈហើយនឹងមោហៈហ្នឹងបិទបាំងឲ្យឃើញតែរូបហ្នឹងស្អាតចឹងទៅប៉ុន្តែមើលមិនឃើញឧទាហរណ៍ថាដូចជាឃើញរូបចឹងតាមពិតទៅរូបហ្នឹងបើបកតែស្បែកចេញសិតតែឈាមលហាចឹងស្បែកដែលស្បែកប្រមូលទៅបានប្រហែលប៉ុនក្របពន្ទ្រាស្បែកយើងស្ដើងងហៀចឹងទៅស្បែកហ្នឹងវាមិនក្រាស់ដូចស្បែកគោស្បែកក្របីណាវាស្ដើងចឹងទៅមនុស្សយើងពេលបកឆ្វោកមកវាសិតតែឃើញតែសៃលវាមណាដូចមេគោឬក៏ក្របីឬគេបកស្បែកចេញមកវានៅតែសាច់ក្រហមណាវាអត់មានខុសគ្នាទេអាការៈហ្នឹងឯងប៉ុន្តែពេលយើងមើលទៅដោយតួនៃអវិជ្ជាតណ្ហាហ្នឹងវាជាប់វាស្រឡាញ់វាមើលមិនឃើញថាជារបស់មិនស្អាតវាឃើញតែស្អាតឃើញតែឃើញផ្ទៃមុខឃើញថ្ពាល់ឃើញអីទៅឃើញតែស្អាតហ្នឹងទៅឃើញសក់ឃើញស្បែកឃើញសរសៃនេះឃើញតែសក់ហ្នឹងស្បែកទៅឃើញតែស្អាតនេះទៅណាប៉ុន្តែដូចនាងសេរីម៉ាអញ្ចឹងនៅពេលដែលត្រូវបរោះទាំងឡាយដែលត្រូវទៅគេងជាមួយនាងមួយយប់ប្រមាណជា1000កហបណៈអញ្ចឹងជាដើមដែលរូបស្អាតវិចិត្រប៉ុណ្ណឹងហើយយើងមើលដល់ពេលដែលស្លាប់នឹងហើយគឺព្រះអង្គប្របាទប្រសិទ្ធិកោសលសួរព្រះអង្គថាតើយកសាកសពនាងទៅណាហើយព្រះអង្គក៏ប្រាប់ព្រះរាជាថាព្រះអង្គយកសាកសពនាងទៅដាក់ក្នុងផ្លូវបែកជា4ទៅដើម្បីឲ្យធ្វើការដេញថ្លៃជាសាធារណៈដេញថ្លៃពេលដាក់ដេញថ្លៃជាសាធារណៈអញ្ចឹងមានអ្នកណាហ៊ានទៅតថ្លៃគឺព្រះរាជាក៏ទៅព្រះអង្គក៏និមន្តទៅដែរហើយក្នុងគណៈហ្នឹងនាងសេរីម៉ាហ្នឹងបានទៅកើតឋានសួគ៌នាងសេរីម៉ាទៅកើតឋានសួគ៌នៅទេវតាហ្នឹងឯងនិមិត្តខ្លួនមកឈើមើលគេពងអាបូជាសាកសពខ្លួនឯងហ្នឹងឯងហើយកំពុងដេញថ្លៃសាកសពខ្លួនឯងដល់ពេលអញ្ចឹងនាងហ្នឹងក៏បានជាអារម្មណ៍នៃកម្មដ្ឋានដែរទេវតាទាំងឡាយក៏បានជាអារម្មណ៍កម្មដ្ឋានដែរចុះមកមើលការបូជាការដេញថ្លៃសាកសពខ្លួនឯងហ្នឹងហើយទុកមិនមែនទុកមួយថ្ងៃទេទុកដល់7ថ្ងៃទុកតាំងពីថ្ងៃទី1តាំងពីថ្ងៃទី1ទៅឈាមហូរតាមភ្នែកតាមច្រមុះតាមតិចតាមអីហ្នឹងទុកថ្ងៃទី2ហើមទៅអាដៃជើងវាចេញទឹកល្ងីមកឡងតកះលគិលអញ្ចឹងណាហើយមុខធ្លាប់តែស្អាតកំ plong ផងវាឡើងមកមុខនឹងវារីកស្គុយទៅប្រព័ន្ធបរណ័យទៅមានអ្នកណាទៅហ៊ានចង់មើលទៀតដៃជើងអីហ្នឹងក៏ផ្លូវហ្នឹងវាឃើញធំចក្រៀងទៅរត់ជាមួយអាសពុតហ្នឹងវាប៉ោងឡើងលែងមើលឃើញអត្តភាពដឹងថាជាតួខ្លួននេះទៀតហើយពេលនេះ7ថ្ងៃ7យប់7ថ្ងៃហើយអត្តភាពហ្នឹងគឺសរសៃទាំងឡាយកំពុងប្រទាញគ្នាđấyមិនមែនស្អាតណាចង្ងាងជើងទៅចង្ងាងដៃទៅអាក្បាលទៅវាទៅសៃវាទាញទៅក្បាលវាងក់ទៅរក
cùng nó vừa câu với tới với mình được lòi nè ca ra nó việc ôi cha từ chẳng bọn ao mưa tương lai tới mưa tê vào đây có mau mưa nhưng xây má có mau mưa là anh tiếp hiệp đây luôn này anh tiếp hiệp đây xạ sọc luôn này nâng công tập ban cụ so trong cõi ấy mới nhưng xây má nó cứ miên chắc chưa có so là nè bởi công tập miên của so trong cõi nó mình đang tha plot từ ấy thì còn nó trong cõi nó cứ miên sự thiên mền tển để của so lại con thui trao vì muốn mà con ăn đặc khởi nhé con ăn đặc khởi con cất từ so trong cõi để con đã bàn và sóng nữa thua bồn á này chẳng tới con ban chắc chất chưa có so nữa ạ này bởi vì vì cam ác so có trao đấy nè này từ thua ba stray phong riêng nâng phong thưa ác so xem phong hơi chùm non này cam mà con đại chọp chùm môi này cam bầm ráo bờ ro nâng phong với chọp hết chất đó nè vấn đề niếng xâm át chất luôn anh bản xâm át chất luôn anh lòng sát mớ át chọp ác so về nữa vì đây dân thi tới tất cả những than xuống hay mà mơ là tiếp luôn anh cũng để từ bù chia nè hay để miên cưng mình xa tầng lai tranh tam này tam chấm một tam đát ấy bên lê nhân đát bên liên vay năm nay từ thì chuyện nó vào khô sẽ chiêm sẽ tu từ việc cưng mình xa với tranh cướp ta cái lại về đang buồn buồn nè về miền tục ấy chứ nè lần ôi cha quên phơi bay chưa buồn nữa ngày thấy được vì chắc ban chia rom cam than vì khổ đây bỏ mà on đây miền sờ lá như rùm niang serema nó có trade ori đi tháo bỏ oi từ mưa được vì bỏ oi từ mưa ban chia rom cam than đây chất trong chấm phe ót bay bầm bờ dùng bờ ngày nữa ót bay bầm bờ dùng bờ ngày bị khổ nè đôi xa té đầm rễ sẽ cái đây sờ lá như vực cao lăng mà hệ mía ta nó bị tụt lên nha việc hôm nay đi cái lấy về lên oi liền bài đừng nằm hơi để chất để thọc ông room hơi đọc một page cho nam sam cho nam á tapi khơi sẽ thấy khoa hạ ca sừng room mà tích nó việc cái lên là tapi cái lên là nó bị cho băng lên cho nè băng lên cho nè tapi miền ở ca nó tới mưa lên pe bọn oi mưa nó tôi mưa bọn này đinh thay lại nó khâu xong nó bọn quên chìm ran cầm thà này ban chia sẽ tay aram từ bọn sầm đây thua từ srop pe nó chìm mùi kia nên mà nút pe bọn nam một đáp trong cái này ban sầm đây chứคุณธรនឹងច្រើនណាស់បានជាព្រះអង្គសម្ដែងថាចិត្តអឺចិត្តបស្សៈចិត្តកតាំងទំពាំងអរុកាយ៉ាងសមុសិតាំងអាតរាំងពហុសង្កបាំងយសនដ្ឋិទូវាំងថេតិហ្នឹងអ្នកទាំងអស់គ្នាចូលមើលអត្តភាពរាងកាយដែលរុំព័ទ្ធបិទបាំងទៅដោយគ្រឿងទាំងឡាយមានស្បែកមានរោមអីជាដើមណាវាគួរជាទីបណិតណាប៉ុន្តែមើលអត្តភាពដែលត្រូវបែកធ្លាយទៅគឺជាសម្បុកនៃរោគហើយតើមានភាពថិតថេរទៀងទាត់នៅកន្លែងណាកន្លែងហ្នឹងគឺធ្វើឲ្យយើងទាំងឡាយហ្នឹងពិចារណាក្នុងកម្មដ្ឋានថារូបនាងសេរីម៉ាយ៉ាងម៉េចរូបយើងក៏អញ្ចឹងដែរវាអត់មានខុសគ្នាទេអត្តភាពហ្នឹងអញ្ចឹងអត្តភាពហ្នឹងគឺធ្វើឲ្យពិចារណានៅក្នុងកម្មដ្ឋានហ្នឹងឲ្យចិត្តហ្នឹងស្ងប់ទៅចិត្តហ្នឹងស្លងទៅដកនៅការជាប់ជំពាក់ក្នុងរូបទាំងអស់ហ្នឹងហើយទៅពេលជាប់ជំពាក់ក្នុងរូបហ្នឹងវាធ្វើឲ្យមានទុក្ខទោសច្រើនវាជាប់ទៅនៅក្នុងហ្នឹងតែអញ្ចឹងក្នុងរឿងនេះគឺអប់រំបានល្អណារូបអប់រំទាំងអ្នកដែលមានចិត្តស្រឡាញ់នឹងផងអប់រំទាំងសម័យខ្លួនដែលជាអ្នកស្លាប់នឹងផងដូចនាងសេរីម៉ាហ្នឹងហើយអប់រំទៅដល់សាធារណជនឲ្យរៀនលះអំពីការជាប់ជំពាក់ហ្នឹងពេលដែលនៅរស់ហ្នឹងវាហួងហែងគ្រប់យ៉ាងចង់បាននេះចង់បាននោះតុបតែងដោយគ្រឿងលៀបលន់អីផ្សេងទៅដល់ពេលដែលស្លាប់ទៅចុងក្រោយហ្នឹងគឺជាចំណៃនៃសេចក្តីស្លាប់មច្ចរាជហ្នឹងឯងវាអត់មានបានជាស្អីមកហើយនឹងសំណាងនាងសេរីម៉ាដែលបានបំពេញកុសលចុះអ្នកដែលមិនបានបំពេញដែលមិនបានបំពេញកុសលយើងសួរថាមានសុគតិទេអញ្ចឹងជីវ័នចុងក្រោយនឹងដែលត្រូវការកុសលជាចាំបាច់ដើម្បីអបស្ទើបអាយុសង្ខារហ្នឹងហើយឲ្យទៅបដិសន្ធិនៅក្នុងទីសុគតិភពហ្នឹងគុំតបានគុណប្រសងដែលនាងបានដាក់ទៀនថ្វាយទៀនទៅណាបាទនឹងអញ្ចឹងបានជាអារម្មណ៍នៃការស្ដាប់ហើយបានជាប្រយោជន៍ហើយរឿងនេះព្រោះណាព្រោះវែងពួកដេញថ្លៃនឹងយូរដែរតាំងពី1000កហបណៈដល់ឲ្យទៅទេអត់មានអ្នកយើងណាហើយបានព្រះអង្គប្រកាសអញ្ចឹងប្រកាសថារូបកាយដែលមានអត្តភាពយ៉ាងហ្នឹងអ្នកទាំងអស់គ្នាចូលមើលអត្តភាពយ៉ាងហ្នឹងទាំងអស់គ្នាហ្នឹងចូលមើលតើកន្លែងណាដែលជាគួរស្រឡាញ់កន្លែងណាដែលគួរជាប់ជំពាក់កន្លែងណាដែលវាថិតថេរដែលវាគង់វង្សវាអត់មាននៅថិតថេរគង់វង្សទេអញ្ចឹងបានជាអារម្មណ៍នៃកម្មដ្ឋានហ្នឹងក៏លះទៅកាលណាលះទៅលះជាប់ជំពាក់ទៅវាប្រឹងប្រែងរកស៊ីធ្វើការប្រកបដោយសុចរិតទៅ
វាអត់ជាប់នៅក្នុងរូបសម្លេងក្លិនរសហ្នឹងទៅតែអញ្ចឹងសេចក្តីសុខវាកើតមានសុខតិមានចិត្តហ្នឹងវាស្ងប់ទៅយើងមិនមែនថាស្ដាប់ធម៌ព្រះអង្គលះអត្តភាពនៃការរកស៊ីណាព្រោះអត្តភាពហ្នឹងវាអត់ទាន់អស់តិចដោយការរកស៊ីធ្វើការចិញ្ចឹមជីវិតប្រកបដោយកុសលហ្នឹងណាបាទអញ្ចឹងជួនជាធម្មទានជាងប៉ុណ្្នឹងចាស់ណាគ្រូសំអូនបាទ បាទអរគុណច្រើនលោកគ្រូបានចែករំលែកយ៉ាងក្បោះក្បាយតទៅនឹងសាច់រឿងនាងសរិមាបាទជាស្រីផ្កាមាសបាទអញ្ចឹងគឺមិនថាប្រវត្តិបែបណាទេគឺបុណ្យកុសលតែងជួយបុគ្គលដែលសាងកុសលជានិច្ចបាទអញ្ចឹងមានតែអំពើល្អទេដែលអាចជួយយឹតយោងយើងឲ្យបាននៅសុគតិភពឬក៏ដល់ត្រើយគឺព្រះនិព្វានបានដូច្នេះហើយគឺរូបរាងកាយយើងវាមិនជាទីដែលយើងគួរហួងហែងអីពេកទេបាទហើយនេះបានថាមិនគួរហួងហែងពេកយើងនៅមានអវិជ្ជាតណ្ហាបាទានប្រកបណាស់នៅហួងហែងប៉ុន្តែកុំឲ្យពេកនេះគឺត្រូវប្រឹងប្រែងបាទត្រូវដោះស្រាយកុំឲ្យជាប់ជំពាក់ដោយធ្វើអំពើអកុសលដើម្បីតែការចិញ្ចឹមជីវិតសត្វលោកជាច្រើនដែលគិតថាស្រឡាញ់ខ្លួនបាទគិតថាស្រឡាញ់ខ្លួនតែដើម្បីតែខ្លួនហ្នឹងទៅធ្វើអកុសលមិនខ្លាចបាបទៅធ្វើរឿងកម្មពៀរជាច្រើនដែលពុំបានដឹងថារាងកាយនេះគ្រាន់តែជារបស់ខ្ចីគេរាងកាយនេះគ្រាន់តែជារបស់ដែលយើងស្នាក់អាស្រ័យបណ្ដោះអាសន្នបាទវាត្រូវទីបញ្ចប់ហ្នឹងគឺដូចជាជួលគេស្នាក់នៅអញ្ចឹងយើងមានបុណ្យប៉ុន្មានយើងជួលគេបានប៉ុណ្ណឹងនៅពេលដែលអស់បុណ្យទៅគឺក៏វាទៅចោលដូចយើងជួលផ្ទះគេស្នាក់នៅហ្នឹងមានអីទៅហួងហែងថានេះជាផ្ទះរបស់អញផ្ទះនេះល្អចេះល្អចុះគួរថែទាំចេះថែទាំចុះមានន័យថែទាំមកផ្ទះជួលគេផុតតកងត្រាឬផ្ទះនឹងជារបស់គេរូបរាងកាយយើងក៏ដូចគ្នាដែរបុណ្យដែលយើងនឹងសមហើយអំពើល្អដែលយើងបានធ្វើហើយយើងជួលអត្ថិភាពយើងបានមួយជាតិនោះប៉ុន្តែអាយុប៉ុណ្ណាយើងអត់ដឹងវាស្លាប់ពេលណាក៏យើងមិនដឹងដោយសារផុតកងត្រាមានន័យថាវាអស់បុណ្យនឹងឯងអញ្ចឹងហើយបើសិនជាយើងដឹងបែបហ្នឹងយើងយល់បែបហ្នឹងតើសួរថាយើងដើម្បីរូបរាងកាយដែលខ្ចីគេមកប្រើខ្ចីគេមកនៅក្នុងអត្តភាពហ្នឹងទៅធ្វើអំពើអាក្រក់សពគ្រប់បែបយ៉ាងដើម្បីបំពន់នៃបញ្ញខណ្ឌនេះតើសមដែរឬទេប្រកបណាស់គឺយើងល្ងងខ្លៅបាទចិញ្ចឹមរបស់ដែលខ្ចីគេទីបំផុតទៅចោលទៅទេគ្មានអ្វីជាទីពឹងចឹងនៅក្នុងសាច់រឿងហ្នឹងគឺខ្ញុំចូលរួមប៉ុណ្ណេះដើម្បីជាអារម្មណ៍នៃសេចក្តីពិចារណានៅក្នុងសាច់ធម៌ទាំងអស់គ្នាឥឡូវបន្តទៀតគឺយើងសិក្សាសាច់រឿងមួយទៀតគឺនាងបាទឧត្តរារឿងឧត្តរានេះខ្លីតែទេបាទតាបងប្អូនយើងជួយថែតវីនៅហ្នឹងឯងឃើញចូលមិញចេញបាត់ទៅហ្នឹងបាទទៅណាបាត់ដល់ហើយបាទគ្រូសំអូនបាទដោយសារតែពេលយើងសល់ប្រហែលជាងកន្លះម៉ោងហើយយើងចូលទៅដល់រឿងមួយតែម្ដងទៅគឺរឿងរូបនន្ទាព្រោះរឿងនេះជាអារម្មណ៍នៃកម្មដ្ឋានល្អមួយដែរមានសាច់រឿងព្រោះបាទប្តីចឹងយើងសម្រាប់សម្រាំងយករឿងដែលមានខ្លឹមសារពីរោះហ្នឹងចឹងបាទឥឡូវយើងសិក្សាអំពីរឿងនាងរូបនន្ទាធេរីបាទតាមិនได้លឺមាត់ទៅវិញកុំឲ្យងុយគេចូលរួមលោកគ្រូដោយសារខ្ញុំឥឡូវឮសលេងខាងខ្ញុំមានការ៉ាអូខេចូលเลยគ្រូអត់លឺផងអត់អីខ្ញុំបារម្ភថាឮសលេងពីក្រៅចូលអញ្ចឹងខ្ញុំចូលរួមអានរឿងនាងរូបនន្ទាធេរីព្រះបរមសាស្តាទ្រង់ប្រារព្ធនៅនាងរូបនន្ទាធេរីជាធីតារបស់នាងកោតមីព្រះនាងរូបនន្ទាធេរីបានឃើញព្រះញាតិវង្សចេញបួសជាច្រើនអ្នកទើបបានចេញទៅបួសក្នុងសំណាក់នៃនាងភិក្ខុនី
ចាប់តាំងពីពេលដែលនាងបួសមកនាងមិនចង់ទៅគាល់ព្រះសាស្តាសោះព្រោះខ្លាចព្រះពុទ្ធសម្ដែងធម៌ទេសនាអំពីរូបរបស់នាងតែនាងបានឮគេពោលសរសើរនៅព្រះធម៌ទេសនារបស់ព្រះអង្គថាព្រះអង្គជារឿយៗថ្ងៃមួយនាងបានទៅលបស្ដាប់ព្រះធម្មទេសនាជាមួយនឹងនាងភិក្ខុនីព្រះសាស្តាទ្រង់ជ្រាបថាទើបទ្រង់សម្ដែងព្រះធម៌ទេសនាអប់រំពន្យល់ឲ្យនាងរូបនន្ទាធេរីឃើញជាក់ច្បាស់នៅសេចក្តីប្រែប្រួលនៃនាមនិងរូបដោយលំដាប់នាងរូបនន្ទាធេរីបានស្ដាប់ហើយក៏អស់សេចក្តីស្រឡាញ់ក្នុងនាមរូបហើយបានសម្រេចនៅសោតាបត្តផលថ្ងៃក្រោយមកព្រះសាស្តាទ្រង់ត្រាស់នៅព្រះគាថានេះឲ្យនាងបានសម្រេចព្រះអរហន្តថាអថេណੰអ្នកករាំងកតាំងមសលោហត្តលេបណੰយៈថាយៈតថៈចរិយាចមយៈថចរិយាចមច្ចុចមានោមុខោចអោហិតោសេចក្តីក្រំគ្រាសេចក្តីស្លាប់សេចក្តីប្រកាន់ខ្លួននិងសេចក្តីលុបគុណគេប្រជុំចុះហើយក្នុងសេរីរៈណាសេរីរៈនោះដែលកុសលកម្មធ្វើហើយឲ្យជានគររបស់ឆ្អឹងទាំងឡាយជាគ្រឿងប្រឡាក់ដោយសាច់និងឈាមបាទអរគុណច្រើនតាវីនៅក្នុងខ្សែរឿងនេះមានសំណួរអីចង់សួរថែមទេអានហើយ ចំនួនចង់សួរថាក្នុងរឿងនេះពេលអានខ្លីចឹងទៅអត់តន់យល់លោកគ្រូកន្លែងនេះគឺព្រះអង្គបរិញ្ញាតទៅពីការរៀនលះអំពីការជាប់រូបកាយដែលនាងបណ្ណន្ទាធេរីហ្នឹងស្រឡាញ់រូបកាយឬក៏មិនលោកគ្រូកន្លែងនោះអត់វាខ្លីពេកអត់យល់ បាទអរគុណច្រើនតាវីហ្នឹងហើយត្រូវហើយបងសំដែងអំពីនាងរូបនន្ទាហ្នឹងដែលជាប់និពាក់មិនចង់មកជួបព្រះសាស្តាព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គមិនទៅសើទេអំពីរូបនោះបាទអញ្ចឹងគឺសេចក្តីយ៉ាងណានោះសូមជើញលោកគ្រូចម្រើនចែកជាធម្មទានបាទគ្រូមានអីល្អដើម្បីចែកម្លែកជាធម្មទានជើញគ្រូបាទអញ្ចឹងដើម្បីជាអារម្មណ៍នៃកម្មដ្ឋានសមាធិអាចបងប្អូនយើងស្ដាប់ទៅហើយស្ដាប់ដោយមនសិការៈទៅរឿងនេះគឺសិតតែជារឿងមួយដែលភ្ជាប់ជាមួយការអប់រំចិត្តណាល្អមែនតើព្រោះព្រះអង្គសម្ដែងនេះគឺប្ររពជាមួយពនាងរូបនន្ទាហ្នឹងគឺជាប្អូនត្រូវជាប្អូនព្រះអង្គប៉ុន្តែប្អូនហ្នឹងគឺម្ដាយខុសគ្នាឪពុករួមណាអញ្ចឹងព្រះអង្គជារាជបុត្ររបស់ព្រះនាងសរិមហាមាយាមានតែព្រះអង្គមួយទេតែពេលម្ដាយមីងកិសាកោតមីមានរាជបុត្រ2គឺរាជបុត្រ1គឺនុនហើយនឹងរាជបុត្រីមួយឈ្មោះថារូបនន្ទាអញ្ចឹងក្នុងរាជតកូលរបស់ព្រះអង្គនេះគឺចេញទៅបួសទាំងអស់អត់មានអ្នកមួយណានៅទេសូម្បីតែទេវទត្តហ្នឹងក៏ទៅបួសដែរអញ្ចឹងបើនិយាយទៅរាជតកូលរបស់ខ្សែរបស់ព្រះអង្គហ្នឹងបើតាមស្ដាប់សាវតាហ្នឹងទៅដូចជាមិនមានរាជវង្សនៅតទេណាពីសម័យពុទ្ធកាលមកហ្នឹងព្រោះទៅបួសហើយបួសទាំងអស់តាមដំណើររឿងហ្នឹងមកណាហើយរូបនន្ទាហ្នឹងគាត់ព្រះនាងទៅបួសក្រោយគេហើយគេទៅអស់ហើយទៅបួសក្រោយអញ្ចឹងយើងសិក្សាជាអារម្មណ៍កម្មដ្ឋានថាបើសិនជាទ្រព្យសម្បត្តិលើโลกហ្នឹងណាមានភាពអស្ចារ្យម្លេះសំប្រពុតព្រះអង្គមិនចាំបាច់ចេញទៅបួសទេបើសិនជាមនុស្សយើងមានឧបាយដើម្បីឈ្នះសេចក្តីចាស់ជារៀបជាធិសេចក្តីស្លាប់ហ្នឹងម្លេះសំប្រពុតមិនចាំបាច់រកការត្រាស់ដឹងទេយើងមើលដែលព្រះអង្គធ្លាប់សោយរាជជាប្របាទមន្ធាតុដែលមានទ្រព្យសម្បត្តិរាប់លានកោដកហបណៈហើយមានរិទ្ធអំណាចទៅគ្រប់ទិសនៅក្នុង
chủng phu thuyết hay nó khô pi chủng phu thuyết nó tiết từ thuyết xây từ ban tiết nói than tê ra tiết ta cha men tên á vậy đây mà nuôi dương kết thọ cha nó đôi chia miền sạch tây đây chỉ nè cầm đo nó rót sập mơn liên nè mình mà nè pi nè này hơi miệt với tu sô ca nó vượt ta bỏ cha men tênไอ้ทั้งไงได้บอกไปในปีนึงบอกมันสำได้มหาสุทธิศนะแต่จานึงจาโน่ประมาณมอนเทียโตจังจานึงคือจาตรองท่าจานึงคือบอกเมียนอภิรณะกรุบใบอย่างเฮ้ยไอ้ยังมือก่อนแต่สระก็เพิ่มปีดมเมียดมประนั้นไอ้ให้เดี๋ยวไปรอบอันไหนก็เชียดtới cái nàyนึงคลายตัวเชียดาวเชื้อเนี่ยเกิดมั้ยตาเมียนระบอบไอ้ได้เชียดทัดเทนึงจังรือนั้นทราบจอบคะแนนนั้นคือปองตรงจะรำลึกท่านี่ได้ตรงได้ใจตึกบัวนี่ได้ยังกันท่าตะโกนปองตึกบัวถึงได้ปุยได้ปุยนึงปุยปองปุยสกกันนะvà những xã cách mơ tha bờ sinh chia trọp sầm ba tỏ năng cha mà lại xóm bọn mình chăm bay chui nhiệt năng ỏi bàn sầm lại hỏi mình chăm bay nơi miền tốc ấy tiền nơi tốc về tình yêu dùng dây ở loอะไรcặp chặt hay hô kia không đồng này chia đi từ cô năng bà tham mình không đi từ cô đi không từ cô cả sĩ cô năng trâu prang prang cặp qua ly sang xanhแต่มnăng ăn từ năng bọn soi bị chết cúng bị chia từng ngõ kia nhỉ hay chắc man dương mơ pi đầm láiในการตรัสดังนั้นคือดำใบไอ้เกดำใบชุบบังจมูกเจียบเจียที่มรณะนะมีนเจียบเจียที่มรณะนะแต่แบบไอ้กระบสังกัดเนี่ยได้บ้านมีนทอนขนมจัดเตะจังให้บ้านเจียรูปนันเตี้ยได้ตัวบัวครายเกได้สลายรูปมั้งเจ๊แต่เงี้ยช่วยเงี้ยสนามมันจ้องทุกสนามปองสำนักทอเทศนาได้ปลุกไล่ปองแต่เดียรูปนะเพราะนั้นปองมีนอุบายพระพุทธองค์มีนอุบายบายบอกปองนั่นคือท่าปองมีนวิธีสักบุญอย่างได้ทัวเตะเตียงมนุษย์บานเนี่ยน่าสลายรูปปองมีนรูปสะอาดเลือกได้เกแต่มันเอาสมใบแต่ปรุ้มสมใบแต่ปอันก็มันสะอาดโดยปองnàyสำเร็จเนี่ยน่าได้โจจัดสดับสำเร็จไปรัวปองสำเร็จปองนึกไปรัวไปสัตว์การระบบนี่ทำไปรัวพวกจัดนั่งโตตนแต่เนี่ยmiền ở bài xây chết đôi chỉ nét đây này dây trăm một pi có buôn cùng pi lên thôi nhưng tao bỏ ông dây ở trong chất này nâng mong bài bỏ nóคือtrong chặt mà nè na đây thua đừng chấm nuôi dây pi ở chi vào cam business nó cái đó bỏ ông đại trong đừng business nâng mà hết bỏ ông tiền ông rôm tới miền lẽ cái nạn nâng pi xe cháo đó đây bỏ ông chui ở sạt lô nó miền này sai cho từ bọn bạn là p2 bên em rút non tiếc cái thấy và lư ta kia tự đập thoát cái tên kia đá phân tới nơi hàng cõi kia nữa ấy mình trong cái bọn khơi nhỉ từ out lơm cõi kia vô cái chỗ con mình cắt chỗ chương chỗ đấy mình cắt thế phần sọ cao bộ ăn cao mình bản đó tục tay rụp riêng cái nhưng mới stray cầm móng ở đây cặp phong từ lại rụp á nè hay trời sập bong nhiều vô còn hôm nó phóng bay nó vừa xa tới nè qua lên nữa nè cho nó từ tục tay xa bên đây nữa nè tự mua hai đứa bên từ trong đây và màn và nó thay để xa tới khi từ ở hỏi dương của từ tới cùng ở kia tha nè sai một phút ở đấy ở tới một cái đó nè đập về từ đạp thua nó miền ấy nâng coin cõi bọn dưới là chia sẻ bọn miền một bài ông thì mất rút xây sát môi thảo sát lơ nên nó đọc một phây đó cái phong của ông thầm đây thôi cho nước cũng bọt lật ở bọn tìm đó bọn vì lại bọn thì mất nó cứ stray rút sát nó khơi tay nên rút phần tiền thì nẹp sáng cứ khơi tay bọn thầm đây thôi thì bắt khơi rút stray năng thì thật sát vì chất đôi stray xua nó hay stray xua cũng rất lên môi thế nè sát men tên tự bị chất đó nè là pe xa chân tới nêu nó có thao anh khóc và anh mà sẽ đạp thò dù về bàn lõ như của một miền tới bọn miền từ tay đi rùp vậy bọn sẽ là như rùp cả nên cười nhắc cười đây cái phong tại bọn lật vài bọn bỏ tới có cái tháo anh slong không cầm một tháng nó pen bút mưa rùp nắng
bốn mơ mơ ọt đạp phê chứ quý phê mơ là mong mỗi bọn này mất ao sập cả lang muốn bốn ayu đọc mùi vô lang đọc bay đọc buôn mà phay mùi sam sập sai sập ha sập khơi để chui tới sọn với tập prai tới nó sập bay bị chui tới nó du tôi sập là mình việc bạ sập du tôi việc tôn là lon cho công năng du tôi chết thật vì sợ với chết thật câu prong nó khơi nhá mấy nếu nó chết thật ta mơ rụp ô mấy cái chắc mình còn nên tao dịch trôm luôn nó hay khơi sợ câu hay ô mình bạ rồi bay chui hay tam á chất ở trong cam than với long chọc trong cam than nó chất trong cam than cái po lại chắc ở long chật chật tapi cái po hai có mơ tam rùm nó đã tiết vọng thua ai rùm nó can để chặt crom kia từng côi tức từ lừa cái lại như nước miên được bọ tận ấy vọng cả tập đam chu chúc chập nông riêng cái nó ngân tê hành tên uốn phong rượu nôm phong liềm muộn phong một tô bong nơi tìm mục nông đi đây ăn nên là không nôm nữa na cho môi liềm muộn nông rồi quay cơm cho ao tư du tư đinh rong này môn liềm muộn nông việc đôi chuyện đây ăn nên đi chụp đây ăn nên nơi không cả lại học liềm muộn cho mà hôm nay chứ nè có khơi xong vây tư nó có bọn nên mất ở tiết ở khơi tư chưa lui ôi cha bên nâng ăn tập tiếp nâng khơi tư slap lên nó nơi với chập đam hô trên nơi phim nơi kêu mình ăn tam thì chuyện tam cho một tam món tam nơi tam thuê thằng ông nó cũng cao xây đây xong về chứ nè tạo slot men tên này chặt nó người tạo slot ra chất đầy slot tài sản lanh rú có việc bài từ chuyện tạo slot slay từ mơ tới nè chân về slong cho tới tầm mỏng cam thản chất slong cho nó cam thản nó thua ai nên nó cứ xong vây tư bỏ ông thua ai rụp cái nó việc khơi slap ngay ti mùi slap ngay ti pi slap ngay ti bay slap ngay ti buôn ti pram ngay ti mùi ti pel lang chẳng ngang tư nà ta say tiền chẳng ngang móc nết lang thông tư một năng cô pin từ đó kêu mình ăn trên máu thì chịu hô chiêm hô tu trong máu đâu bọn này mất ai khơi tiết ngay đi cùng bay ngay đi cùng buôn đó là chập đam ảnh lấy hà lui khơi từ câu vật chục màu đúng không khơi nhú từ câu rôm đang vì các bà rồi đó trong trường rôm từ câu rôm nó hỏi màu xì ăn trực tiếp nên miên xì làm bê đôn su của mặt ấy cái bè phổ biến nó cô pin từ đó từ câu từ ngon này là bây giờ tôi biết sao ta krong chẳng năng ta tới Venezuela ta krong chẳng năng tiền á krong chẳng là hôm vừa lúa lên krong chẳng tiền niềng lúc cao chất xong về mong ô anh ăn trực tiếp để không cả lại như ruột nắng việc bàn gì chẳng nó cao chất xong về mà cao nắp tia cao sẽ đây nơi này ruột cài để anh kết thà chỉ ti bật na chỉ ti sẽ lại pin chất chia ăn trực tiếp vào tư mình tiên chỉ tục hàng anh này chẳng anh ta chẳng dớt arom nắng cao nắp tia là cao sẽ đây nơi này là không khăn cao sẽ đây miền tu panya lang thà trời tận lẹ miền ấy lẹ ở lên tới ban sao ta pana bồ câu nông pe khả năng nâng tại mà đó thấy khả năng nâng cứ sầm rai thua ban lươn tiên á lươn men tên á còn là khả năng nâng ban sao ta sạ cái tia kia đó là cầm rắt anh kia phong lươn để sai cam mặt tha này bỏ ông thua ở long cho nó cứ ban lươn mong lẹ mong cầm rắt này can lẹ chưa cầm rắt lươn men tên á nông rươn nó hô đó đó phật bị nâng tới niên và to cam mà than ra hốt bàn chụp ra hòn mới stray rụp xa đó stray ở dụ đọc mùi cho năm đọc pel cho năm để cái pung pin với máy nước đọc mùi cho năm nó cái hai stray pin của mông mày nhé đời xa đọc mùi cho năm nó cũng pung từ xa ra rụp riêng con đập ban cam mà than nó mau bicharana tới miền này hai sự đây nơi này tới ban xong ra thon năng tử chẳng man tha bọn sầm đây nó cứ tha vì ruột vi chất chẳng nó ao này nâng quạt miên ở rom thông ca pol trâu thon nó hay lẹ nông pe nông mỏ hay kêu cam than chui ban nông ấy nè đại sầm nô su mình tha cho bờ sân chỉ riêng cam than trên sma thì ở miền kêu thả miền kêu và miền nè để chui đắc nom chẳng nó pe miền kêu để bật vào ông riêng chẳng ở khơi slong tư chân với ngọc từ chặt bán cao ni mất mưa khơi tham mình cua
ជាប់ជំពាក់មិនគួរស្រឡាញ់មិនគួរហួងហែងចិត្តនឹងស្ងប់នោះដកទៅស្រឡះឲ្យឃើញទៅចិត្តហ្នឹងអញ្ចឹងណាហើយយើងឆ្ងល់ថាថៃបានសម័យពុទ្ធកាលហ្នឹងបានសម្រេចធម៌ម្លេះតែគេស្ដាប់អញ្ចឹងគេស្ដាប់ដោយយោនិសោមនសិការៈអញ្ចឹងស្ដាប់ដោយសមាធិចិត្តស្ដាប់ដោយតួសមាធិស្ដាប់ដោយតួបញ្ញាអញ្ចឹងដល់ពេលអញ្ចឹងទៅវាស្ងប់វាស្លុងទៅចិត្តនឹងវាមានបញ្ញាលះដល់ពេលយើងស្ដាប់អត់មានយោនិសោមនសិការៈវាអត់មានតួបញ្ញាមកការលះនេះវាអត់មានសមថៈគណៈមានសមថៈអត់មានតួបញ្ញាអត់មានតួបញ្ញាលះមិនបានដល់ពេលលះមិនបានសម្រេចធម៌មិនកើតទេនឹងហើយអញ្ចឹងហើយបានជាកម្មដ្ឋានបែបហ្នឹងឯងគឺជួយទៅដល់ការធ្វើអារម្មណ៍នឹងស្ងប់ទៅដែលយើងស្ដាប់កម្មដ្ឋានបែបហ្នឹងឯងបាននឹងឲ្យជួនជាធម្មទានប៉ុណ្ណឹងចុះណាលោកគ្រូសមនណាតាម7នាទី9:30បាទអរគុណច្រើនគ្រូបានចែកជាធម្មទាននៅក្នុងខ្លឹមសារអប់រំទាក់ទងជាមួយនឹងការពិចារណានៅក្នុងរូបាំងអនិច្ចំរូបាំងទុក្ខំរូបាំងអនត្តាអញ្ចឹងពធនេះគឺជាធម៌ដែលមាននៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងតែគ្រាន់ថាសិនលោកពិចារណាធម៌មិនឃើញនៅពេលដែលពិចារណាធម៌មិនឃើញគិតថាទាំងអស់នេះមិនមែនជាធម៌ជារឿងធម្មតាបាទនៅពេលដែលយើងគិតថាជារឿងធម្មតានៅក្នុងការប្រមាទវាមិនលុះនៅក្នុងធម៌នៅពេលដែលមិនលុះនៅក្នុងគុណធម៌ក៏វាអត់ចម្រើននៅក្នុងធម៌ហើយក៏អត់យល់នៅក្នុងសច្ចធម៌ដែរចឹងហើយបានព្រះពុទ្ធព្រះអង្គសម្ដែងជាគាថាជារឿងនិទានជាការអប់រំល្អៗបាទអញ្ចឹងគឺយើងម៉ោង9នៅ20នាទីទៀតម៉ោង10បាទអញ្ចឹងយើងបងប្អូនយកចិត្តឲ្យនៅក្នុងសាច់រឿងនេះយើងតសាច់រឿងមួយទៀតទៅបាទមើលនៅក្នុងសាច់រឿងបាទនៅក្នុងជារាវៈដដែលមហាធនសេដ្ឋីបុត្របាទមហាធនសេដ្ឋីបុត្រនេះសាច់រឿងខ្លីៗដែរទេបាទតែឥឡូវយើងមើលមហាធនសេដ្ឋីបុត្រម្ដងមើលបាទធននេះទ្រព្យមហាបាទសេដ្ឋីដែលមានទ្រព្យស្រុកស្ដំបែបណាមកឥឡូវបងប្អូនណាចូលរួមអានដល់គ្នាបាទនៅក្នុងសាច់រឿងនេះនេះបងប្អូនយើងមានតែប្រហែលអ្នកហ្នឹងបាទវិលជុំមានទេបាទមានខ្ញុំអានម្ដងណាបាទបាទអញ្ចឹងគឺនៅក្នុងសាច់រឿងមហាធនសេដ្ឋីបុត្របាទព្រះបរមសាស្តាទ្រង់ប្រពនៅមហាធនសេដ្ឋីបុត្រជាអ្នកមានស្រុកស្ដំបាទជាអ្នកមានទ្រព្យសម្បត្តិច្រើនដល់ទៅ80កោដភរិយាក៏ជាសេដ្ឋីបាទរបស់សេដ្ឋីមានទ្រព្យ80កោដដូចគ្នាដែរអ្នកទាំងពីរនាក់ជាភរិយាស្វាមីបានសិក្សាតែសិល្បៈច្រៀងរាំប៉ុណ្ណោះព្រោះឃើញថាទ្រព្យសម្បត្តិរបស់ខ្លួនមានច្រើនហើយទោះជាមិនធ្វើការងារដេកស៊ីតែទ្រព្យសម្បត្តិទាំងនោះរហូតអស់មួយជីវិតក៏មិនអស់ដែរលុះមេដាបិតាស្លាប់ចោលទៅសេដ្ឋីបុត្រនេះមិនចេះថែរក្សាទ្រព្យសម្បត្តិឲ្យបានគង់វង្សល្អជាអ្នកលេងល្បែងស៊ីផឹកមានពួកម៉ាកសុទ្ធតែជាអ្នកប្រមឹកទាំងអស់បានចំណាយទ្រព្យសម្បត្តិជាច្រើនក្នុងការស៊ីផឹកជារៀងរាល់ថ្ងៃរហូតអស់ទ្រព្យសម្បត្តិរលីងគ្មាននៅសល់ហើយបានលក់ផ្ទះលក់ស្រែលក់ចម្ការដំណាំអស់ថែមទៀតជាអ្នកគ្មានផ្ទះសម្បែងធ្លាក់ខ្លួនក្រលំបាកនាំភរិយានៅអាស្រ័យនឹងសម្យាផ្ទះរបស់អ្នកដទៃហើយដើរសុំទានគេមកចិញ្ចឹមជីវិតជារៀងរាល់ថ្ងៃសម័យថ្ងៃមួយព្រះសាស្តាទ្រង់តោតព្រះនេត្រឃើញសេដ្ឋីបុត្រព្រមទាំងភរិយាកំពុងតែឈរចាំនៅក្បែរមាត់ទ្វារសាលាឆាន់ដើម្បីទទួលនៅអាហារដែលសេសសល់អំពីព្រះភិក្ខុសង្ឃទើបព្រះអង្គទ្រង់ត្រាស់ប្រាប់ដល់ព្រះអានន្ទហើយទ្រង់សម្ដែងថាមនាលអានន្ទបើសេដ្ឋីបុត្រព្រមទាំងភរិយាទាំងពីរនាក់នេះ
มันบานចាយវាយទ្រព្យសម្បត្តិរបស់ខ្លួនឲ្យអស់ទៅទេក្នុងបឋមអ្វីទេមកនាំគ្នាប្រកបការងារទាំងពួងនឹងបានកើតជាសេដ្ឋីទី1ក្នុងនគរនេះបើនឹងចេញទៅបួសវិញស្វាមីនឹងបានសម្រេចជាព្រះអរហន្តផលចំណែកភរិយានឹងបានសម្រេចជាអនាគាមិផលបើសេដ្ឋីបុត្រព្រមទាំងភរិយាមិនបានចាយវាយទ្រព្យសម្បត្តិឲ្យអស់ទៅទេក្នុងមជ្ឈមអ្វីទេនាំគ្នាប្រកបនៅការងារទាំងពួងនឹងបានកើតជាសេដ្ឋីទី2ក្នុងនគរនេះបើបានចេញទៅបួសស្វាមីនឹងបានសម្រេចជាអនាគាមីហើយភរិយានឹងបានតាំងនៅក្នុងសក្កទាគាមីផលបើមិនបានចាយវាយទ្រព្យសម្បត្តិឲ្យអស់ទៅទេក្នុងបច្ឆិមវ័យទេបានប្រកបការងារទាំងពួងនឹងបានកើតជាសេដ្ឋីទី3នៅក្នុងនគរនេះបើបានចេញទៅបួសស្វាមីនឹងបានជាសក្កទាគាមីភរិយានឹងបានសម្រេចសោតាបត្តិផលតែក្នុងពេលឥឡូវនេះសេដ្ឋីបុត្រនេះបានសាបសូន្យអស់ហើយអំពីទ្រព្យសម្បត្តិដែលជារបស់អ្នកគ្រប់គ្រងប្រទេសនឹងបានវិនិច្ឆ័យសាបសូន្យអស់ហើយអំពីសាមញ្ញផលលុះវិនិច្ឆ័យសាបសូន្យយ៉ាងនេះហើយទើបក្រហល់ក្រហាយដូចជាសត្វក្រៀលក្នុងភក់បែកក្រហែងយ៉ាងនោះឯងក្នុងទីបញ្ចប់ទ្រង់ត្រាស់នៅគាថាយ៉ាងនេះថាចរិតធ្វាប្រមចរិយ៉ាងអលទ្ធាយុបនេធនាំងចិនកោចវៈឈានយន្តិខៃណមច្ចេវៈមលលេលលេអចរិតធ្វាប្រមចារិយ៉ាងអលទ្ធាយោបនេធនាំងសន្តិចាបាតិខៃរាខៃណាវៈបរាណានេះអនុដ្ឋនាំងបុគ្គលពីលទាំងឡាយមិនប្រព្រឹត្តព្រហ្មចារីយធម៌មិនបានទ្របក្នុងកាលដែលខ្លួននៅជាកំឡោះក្រមុំរមែងកញ្ចប់សញ្ជក់សញ្ចប់សញ្ជឹងដូចជាសត្វក្រៀលចាស់សម្កុកនៅក្នុងភក់ដែលអស់ត្រីហើយយ៉ាងនោះឯងបុគ្គលពីលទាំងឡាយមិនប្រព្រឹត្តព្រហ្មចារីយធម៌មិនបានទ្របក្នុងការដែលខ្លួននៅជាកំឡោះក្រមុំរមែងដេកធ្ងោសោកស្ដាយទ្របនៅពេលដែលចាស់ទៅហើយដូចជាព្រួញដែលគេបាញ់ផុតចាកខ្សែចន្លោះដូច្នោះឯងបាទនៅក្នុងសាច់រឿងនេះគឺបញ្ចប់នៅក្នុងជារាវៈតែខ្លឹមសារនៅក្នុងនៃសេចក្តីមហាធនសេដ្ឋីនេះគឺបាទមហាធនសេដ្ឋីគឺគាត់ជាមហាសេដ្ឋីបាទដំបូងឡើយគឺឪពុកម្ដាយរបស់មហាធនសេដ្ឋីហ្នឹងគឺជាតឡងជាមិត្តភក្តិនឹងគ្នាហើយក៏បានព្រមព្រៀងគ្នាថាបើខាងណាមានកូនប្រុសបាទហើយម្ខាងទៀតមានកូនស្រីនឹងដណ្ដឹងគ្នាជាសាមីជាគូភរិយាជាមួយគ្នាហើយបើសិនជាប្រុសទាំងពីរនាក់ក៏នៅតែរាប់អានគ្នាជាមិត្តភក្តិដដែលបើកូនស្រីក៏នៅតែរាប់អានគ្នាអញ្ចឹងគឺគាត់បាទសេដ្ឋីមួយខាងនោះគឺមានកូនប្រុសម្ខាងទៀតគឺមានកូនស្រីក៏បានសមគមគ្នាជាស្វាមីភរិយាតែដោយសារសេចក្តីយល់ឃើញរបស់មេដាបិតានេះដែលជាមហាសេដ្ឋីមានទ្រព្យសម្បត្តិម្នាក់80កោដម្នាក់80កោដកូនទាំងពីរនាក់នេះគឺថ្នាក់ថ្នមបាទថ្នាក់ថ្នមមិនឲ្យកូនរៀនសូត្រសិល្បៈវិជ្ជាអីទេតែគិតថាទ្រព្យសម្បត្តិយើង80កោដខាងប្រឡងក៏80កោដចឹងកូនយើងរៀបការជាមួយគ្នាវាបាន160កោដចាយតចំនួនដល់កូនដល់ចៅទៀតមិនទាំងអស់ផងតែគាត់ចិត្តគិតអញ្ចឹងណាគិតតែកូនក៏រស់ស្រួលហើយតែអញ្ចឹងគិតតែអោបកសោបកូនមានបានឲ្យរៀនសូត្រសិក្សាអីបាទសង្ឃឹមថាមិនបាច់ចាយវាមិនបាច់ធ្វើអីទេដេកចាយទៅទ្របហ្នឹងគឺមិននឹងអស់ទេប៉ុន្តែយ៉ាងម៉េចមហាធនសេដ្ឋីបុត្រនេះគឺมันបានដូចអ្វីដែលមេដាបិតាដែលគិតឯណានៅពេលដែលឪពុកម្ដាយទាំងសងខាងស្លាប់ទៅបាទនៅពេលដែលស្លាប់ទៅមនុស្សល្ងងពេលយើងនិយាយថាមនុស្សល្ងងអត់ចេះចាយវាយទ្រព្យសម្បត្តិ
អ្នកទាំងពីរអ្នកហ្នឹងគឺអត់មានគិតអីគិតតែសិក្សាអឺសិល្បៈច្រៀងរាំសប្បាយផឹកស៊ីហៅភឿនកនទាំងឡាយមកស៊ីផឹកនៅទ្រព្យសម្បត្តិនោះអស់រហូតមួយជីវិតប៉ុន្តែនឹកឃើញតែទ្រព្យហ្នឹងគឺចាយមួយជីវិតមិនអស់ផងប៉ុន្តែមានអ្នកណាបងប្អូនបាទសាធុសពរដ្ឋទាំងឡាយគឺមិត្តភ័ក្តិមកផឹកស៊ីមិនមែនជាមិត្តល្អទេមិត្តនាំឲ្យវិនិច្ឆ័យបាទមហូបក្លែមស៊ីផឹកខ្ជះខ្ជាយចាយវាយទ្រព្យសម្បត្តិលួចបន្លំអីយកទៅខ្លះអញ្ចឹងទៅបាទយកកັບកេងមហាធនសេដ្ឋីទាំងពីរនាក់ប្តីប្រពន្ធហ្នឹងដោយគ្នាល្ងងផងមិនគិតបានរៀនសូត្រអីបាទគិតថាប្រើជីវិតហ្នឹងឲ្យសប្បាយនៅក្នុងរឿងអបាយមុខឬក៏នឹងរឿងស៊ីផឹកនឹងឯងទីបំផុតបាទជីវិតមិនដល់ចាស់ទេទ្រព្យសម្បត្តិច្រើនណាស់80កោដទាំងពីរសងខាង160កោដច្រើនមែនតើបាទចាយអត់គ្រប់ដោយសារតែប្រព្រឹត្តបាទអបាយមុខនឹងឯងផឹកស៊ីចាយវាយមិត្តភ័ក្តិនាំឲ្យវិនិច្ឆ័យហិនហើយកេងបន្លំទ្រព្យសម្បត្តិរបស់ខ្លួនខ្លះរហូតដល់អន្តរាយអញ្ចឹងអន្តរាយនេះមិនមែនអន្តរាយត្រឹមតែទ្រព្យទេបាទនៅក្នុងសាច់រឿងនេះគឺអន្តរាយរហូតដល់មគ្គផលដល់ពៀនទៀតគឺសោកស្ដាយមែនតើបាទព្រះបរមសាស្តាថាបើសិននៅបឋមវ័យមហាធនសេដ្ឋីហ្នឹងស្វាមីទៅអឺបានទៅបួសបាទបានទៅប្រតិបត្តិធម៌គឺបានជាព្រះអរហន្តបាទហើយភរិយាក៏បានអនាគាហើយបើមិនឆឹមអ្វីបានទៅបួសបើសិនជានៅមានទ្រព្យសម្បត្តិហ្នឹងនៅសល់ចាយវាយរហូតដល់មិនឆឹមអ្វីបានទៅបួសទៅស្វាមីហ្នឹងក៏បានអនាគាភរិយាក៏បានសក្តិទៅរហូតដល់បច្ចំអ្វីយើងដឹងហើយបឋមអ្វីមិនឆឹមអ្វីនឹងបច្ចំអ្វីមិនឆឹមអ្វីវ័យចាស់ទៅវ័យចាស់ទៅបើសិនជាទ្រាំនៅដល់រហូតដល់វ័យចាស់អឺស្វាមីទៅបួសទៅក៏បានអនាគានៃស្វាមីហ្នឹងក៏ភរិយាហ្នឹងក៏បានសោតាអញ្ចឹងទៅអញ្ចឹងគឺឧបនិស្ស័យរបស់គាត់គឺបាទត្រូវបានសម្រេចគុណធម៌នៅក្នុងជាតិហ្នឹងប៉ុន្តែជាអកុសលដោយសារតែការប្រព្រឹត្តបាបកម្មបាទទ្រព្យសម្បត្តិដែលមានមកហ្នឹងគឺមិនជាប្រយោជន៍ណាយកមកចាយវាផឹកស៊ីថ្មីតែប៉ុន្តែចិត្តល្អជួយមិត្តភ័ក្តិកនភឿនមែនប៉ុន្តែនាំឲ្យមកផឹកស៊ីអន្តរាយមានទៅបានបុណ្យកុសលឯណាអញ្ចឹងវាញ៉ាំងអំពើល្អញ៉ាំងបុណ្យដែលត្រូវនឹងបានផលនៅក្នុងជាតិនេះបានទៅកាន់បាទវិនាសធ្វើឲ្យខូចគុណធម៌ទាំងបច្ចុប្បន្នជាតិនេះតែម្ដងអញ្ចឹងបាត់បង់គុណធម៌មិនត្រឹមតែបាត់បង់ទ្រព្យសម្បត្តិទេទ្រព្យសម្បត្តិនេះគឺជារបស់ខាងក្រៅតែដែលសំខាន់បំផុតនោះគឺបាត់បង់ឱកាសដែលនឹងបានសម្រេចគុណធម៌ជាព្រះអរហន្តអញ្ចឹងគឺនៅវល់វល់នៅក្នុងសង្សារវដ្តដោយសារអីដោយសារតែការសេពគប់នៅបុគ្គលខុសដោយសារតែភាពអវិជ្ជារបស់ខ្លួននេះឯងយើងសង្កេតឃើញសត្វលោកច្រើនណាស់ដែលបាទដែលប្រឹងប្រែងដើម្បីជីវិតដែលមានទ្រព្យសម្បត្តិហូរហៀប៉ុន្តែមិនបាននឹកឃើញនៅក្នុងការធ្វើទានរក្សាសិលជួយសង្គ្រោះជូនដទៃទេបាទគិតតែពីសបាយហឺហាដោយខ្លួនឯងអញ្ចឹងនៅពេលដែលយើងគិតតែរឿងអបាយមុខដូចនៅក្នុងសាច់រឿងនេះវាធ្វើឲ្យអន្តរាយគុណធម៌នៅពេលដែលអន្តរាយគុណធម៌បាបអកុសលនេះវាមករួបរិតវាមកញោមញីវាមកសាងវាមកឧបត្ថម្ភកម្មនឹងជាឧបត្ថម្ភកៈបាទពីឧបត្ថម្ភកម្មអកុសលអំពីពុពេតែយើងបានសាងពីពុព្វជាតិមកនោះវាធ្វើឲ្យមានកម្លាំងខ្លាំងហើយឲ្យផលអញ្ចឹងហើយក៏វានឹងគ្របសង្កត់មហាកុសលដែរត្រូវនឹងបានសម្រេចគុណធម៌ជាដើមហើយវាអស់ឱកាសបាទអស់ឱកាសនឹងសាងអំពើល្អដូចគ្នាសត្វលោកនៅលើโลกនេះគឺបុណ្យដែលយើងខំសន្សំហើយមិនរងចាំចាស់ទេដូចខ្ញុំតែងតែនិយាយតែងតែសន្ទនាជាមួយបងប្អូនមិត្តធម៌យើងថាពេលខ្លះយើងសង្វេគទៅលើសពសត្វទាំងឡាយ
ដែលយើងរស់នៅគឺនៅវ័យក្មេងមិនគិតធ្វើអំពើល្អសាងបុណ្យកុសលទានសិលអីភាវនាអីទេធ្វើតែរឿងបាបកម្មអស់មួយជីវិតឬក៏ពេលខ្លះគាត់មានសេចក្តីប្រមាថនៅក្នុងរឿងជីវិតតែថាខ្លួននៅវ័យក្មេងតែថាខ្លួននៅប្រឹងប្រែងរកទ្រព្យក៏ប្រឹងប្រែងរកទ្រព្យប៉ុន្តែប្រឹងប្រែងរកទ្រព្យឲ្យត្រឹមត្រូវទៅតាមការប្រកបមុខរបរចិញ្ចឹមជីវិតមិនថាទេប៉ុន្តែដើម្បីរស់រានមានជីវិតទៅបៀតបៀនគេដទៃហើយឲ្យរងចាំថាចាស់ធ្វើបុណ្យដើម្បីលៀងបានទៅលៀងបាបកម្មណាបានបាទហើយបើយើងសាងរឿងមិនល្អបើយើងសាងរឿងអកុសលច្រើនវាអត់មានបុណ្យណាដែលរុញច្រានឲ្យយើងមានទឹកចិត្តជាកុសលធ្វើអំពើល្អណានៅពេលដែលយើងអត់មានបុណ្យសាងនៅអំពើល្អវាជាប់តែរឿងអកុសលហ្នឹងបាបអវិជ្ជាហ្នឹងវារួបរិតវាធ្វើឲ្យយើងពេញចិត្តទៅនៅក្នុងរឿងអាក្រក់ហ្នឹងនៅពេលដែលចឹងពេញចិត្តនៅក្នុងរឿងអាក្រក់យើងបន្ថែមរឿងមិនល្អរឿងលោភលន់រឿងចង់បានមិនចេះចប់មិនចេះហើយនោះវាធ្វើឲ្យយើងលិចលង់នៅក្នុងបាទនៅក្នុងវាវត្តសង្សារនេះហើយដល់ចាស់ចាំរកធម៌ទៅរកឯណាឃើញបើពីក្មេងបឋមអ្វីមជ្ឈមអ្វីមិនទៅពិចារណាមិនដែលនឹងស្ដាប់ធម៌ផងដល់ចាស់ទៅបានអាចារ្យឲ្យធម៌អីវាមានតែក្តៅក្រហាយចិត្តចុះបើយើងមិនចូលចិត្តធម៌តាំងពីដើមមកហើយនៅពេលដែលឈឺទៅគេពោលធម៌គេស្មូតឧទាហរណ៍ថាពេលឈឺទំនៀមទម្លាប់ប្រពៃណីយើងអ្នកកាន់ពុទ្ធសាសនាតែងតែគេធ្វើសង្ឃទានឬក៏គេសូត្រកៅបដាជាដើមដែលដែលធ្វើឲ្យអ្នកជំងឺនឹងមានសេចក្តីសង្វេគពិចារណានៅក្នុងរូបរាងកាយប៉ុន្តែបើសិនជាអំពើល្អមិនធ្វើពិចារណាមិនដែលមានចិត្តពិចារណាអីផងហើយនៅពេលដែលខ្លួនចិត្តស្លាប់អាឈឺវេទនាកំពុងតែទុកយ៉ាប់អកុសលមកបៀតបៀនខ្លាំងផងហើយសូត្រធម៌ស្មូតឬក៏ឲ្យពិចារណាទៅពិចារណាអីចេញអ្នកខ្លះហ្នឹងគឺធ្លាប់មានគេថាអត់ចូលចិត្តធម៌ទៀតហ្នឹងខ្លាចនឹងធម៌ហ្នឹងឬស្មូតហ្នឹងខ្លាចស្មូតទៀតណាហើយចុះបើខ្លាចអញ្ចឹងលោកហើយវាបានប៉ុណ្ណាហើយបើស្អប់នឹងធម៌ទៀតទៅមិនទៅកតិនឹងយ៉ាងណាអញ្ចឹងហើយគឺយើងគួរឲ្យសង្វេគណាស់យើងមានតែការជួយគ្នាការផ្សព្វផ្សាយមាគ៌ាពុទ្ធសាសនាដើម្បីផ្សាយទៅឲ្យសារធានានិជនដែលមានសទ្ធាឲ្យគាត់កាន់តែមានសទ្ធាពួកគាត់មិនទាន់មានសទ្ធាឲ្យកើតសទ្ធាឡើងនេះជាអ្វីដែលយើងក្នុងនាមជាពុទ្ធបរិស័ទក្នុងនាមជាពុទ្ធមានអកជនដែលត្រូវធ្វើជ្រុំជ្រែងពុទ្ធសាសនាទាន់ឱកាសនៅមានទាន់ពុទ្ធសាសនានៅមានទាន់ព្រះធម៌ព្រះវិន័យដែលយើងសិក្សាបានគម្ពីរដីកានៅមានអញ្ចឹងយើងមានតែប្រឹងប្រែងប្រើជីវិតនេះដើម្បីជាប្រយោជន៍ខ្លួនឯងពពួកញាតិនិងសពសត្វទាំងឡាយជាពិសេសគឺយើងជួយមនុស្សជាតិទូទាំងពិភពលោកយើងជួយបានបណ្ណាជាសន្តានចិត្តជាទឹកបតីរបស់យើងក្នុងនាមជាអ្នកដែលកាន់នឹងគោរពពុទ្ធសាសនាអញ្ចឹងគឺម៉ោងក៏ជិតនឹងដល់ដែរហើយ9:55នាទីហើយបាទមានបងប្អូនមានចម្ងល់អីឬក៏មានចំណាប់អារម្មណ៍នៅក្នុងចំណុចណាមួយគឺបងប្អូនសូមរួមអញ្ជើញបាទយើងនៅ5នាទីទៀតយើងក៏បញ្ចប់ខ្លឹមសារយើងមិនបានសិក្សាតទៀតទេបាទចុងក្រោយគ្រូបូមានអីចូលរួមចំណាប់អារម្មណ៍ពីវិមត្តហើយផ្សាយមេត្តានិងបတ်កម្មវិធីតែម្ដងបាទបាទសាធុมันមានអីទៀតទេគ្រូប៉ុណ្ណឹងចាស់ខ្ញុំហ្នឹងឯងរីករាយជ្រះថ្លាអ្វីដែលយើងបាននេះជាការសន្សំបរិស័យរបស់យើងមួយដែរណាអញ្ចឹងសូមឲ្យបុណ្យកុសលទាំងអស់ដែលយើងខ្ញុំបានបំពេញហើយនេះសូមបានជាបច្ច័យចាប់រួចចាក់ទុកពីសង្សារវដ្តនិងបានយ៉ាងទៀតដើម្បីឧទ្ទិសបុណ្យកុសលដល់ពពួកញាតិទាំងឡាយរបស់យើងមានមេដាបេដាជាដើមពុកក្រៃជួនទាំងឡាយនិងសពសត្វទាំង10ទិសទាំងអស់សូមបានដីសុខដីចម្រើនសូមឲ្យបានឆាប់រួចចាក់ទុកពីវដ្តសង្សារគ្រប់អង្គគ្រប់គ្នាណាហើយសូត្រដើម្បីផ្សាយមេត្តាណា
ទុក្ខបត្តាចនទុក្ខាភយបត្តាចនភយសោកាបត្តាចនិសោកាហោនទុសព្ពេបេបាណេណោអហង្រីខ្ញុំបង្គំវន្ទាឈ្មោះព្រះភគវាព្រះធម៌ថ្លៃថ្លាព្រមទាំងព្រះសង្ឃរផង់សីលាចិន្តាលំអនព្រះពុទ្ធនិយាមសូមឲ្យសំសានបដិបត្តិតាមធម៌សាសនាបវរល្អតូនព្រះនាមអរហង្គសម្មាគ្មានការទាំងទៀមកេងលេងរវាមរវៀនសូនបងសូមឲ្យសាសនាសម្មាសម្ពុទ្ធបរិស័ទមោះមុនរួមចិនត្រទ្រង់ថនថេចេរកាលអភិបាលដោយសង្ឃព្រមព្រៀងស្មោះត្រង់ផ្ចិតចង់សក្ខាសូមមនុស្សទេវតាមានការគោរមទាំងថ្ងៃទាំងយប់ក្នុងព្រះសាសនាសូមបានសម្រេចដោយក្តីប្រាថ្នាអស់នៅតណ្ហាទុក្ខាចប់អងសូមអនុមោទនាអរគុណបាទ សាធុសាធុបាទអញ្ចឹងអរគុណច្រើនបងប្អូនបាទយើងសម្រាប់ប៉ុណ្ណេះបាទជួបគ្នានៅថ្ងៃពុធអរគុណ